ចំពុកទី551 Nelson Amamen បរិបទដែលមានមាត្រដ្ឋានប្រាក់ឈ្មោះមួយយីលីននិងស្នែងខ្មៅអាស៊ីពួកគេបានលើកកំហឹងពីសម្លេងរបស់លូហ្វេងទោះបីជាពួកគេកំពុងធ្វើសកម្មភាពតាមបញ្ជារបស់នីណានដើម្បីបង្កឲ្យមានការរំជួលចិត្តនិងប្រកួតប្រជែងគាត់ក៏ដោយនៅទីបំផុតពួកគេនៅតែមានទេពកោសល្យនៃមនុស្សជាតិជាង1 trillion ឆ្នាំមកហើយបើមិនដូច្នេះទេតើពួកគេនឹងចូលក្នុងតំបន់ចាប់ផ្ដើមទាំងស្រុងយ៉ាងដូចម្តេចទេពកោសល្យសុទ្ធតែមានមោទនភាពខ្ជិះខ្ជាយពេលវេលាការប្រយុទ្ធពួកគេគឺជាការខ្ជិះខ្ជាយពេលវេលានេះត្រូវបាននិយាយដោយអ្នកថ្មីមួយដែលមិនបានចូលទៅក្នុងសកលលោកនិមិត្តអស់រយៈពេលយូរមកហើយតលេងសង្វៀនលូហ្វេងបានបែរចេញហើយដើរចេញហាក់ដូចជាចង់បញ្ចប់ការប្រយុទ្ធយ៉ាងលឿនម៉ូយីលីនបានសម្លឹងមើលខ្នងរបស់គាត់ហើយមិនអាចជួយបានទេប៉ុន្តែត្រជាក់ក្រអឹតក្រទមពេកអាស៊ីស្គួនទៅពួកគេទាំងពីរនាក់បានផ្លាស់ប្ដូរការសម្លឹងមើលនិងតាមដានលូហ្វេងចេញពីថ្នាក់រៀនទី2មានចៅហ្វាយវិស័យនិងម្ចាស់ដែលជាច្រើននៅក្នុងថ្នាក់រៀនទី2ដែលបានយកចិត្តទុកដាក់ទៅលើការសន្ទនារបស់ពួកគេដោយឃើញថាវាបានកើតឡើងយ៉ាងដូចម្តេចភ្នែករបស់ពួកគេបានភ្លឺគួរឲ្យចាប់អារម្មណ៍អ្នកថ្មីកំពុងប្រយុទ្ធនឹងក្រុមចំណាស់ទោះជាយ៉ាងណាក៏ដោយជាធម្មតាវាជាអ្នកជាន់ខ្ពស់ដែលសង្កត់និងទទួលបានជ័យជំនះលើកនេះពិបាកនិយាយណាស់ពេលប្រៀបធៀបលូហ្វេងទល់នឹងពីនេះលូហ្វេងគួរតែខ្លាំងជាងមុនទោះបីជាយ៉ាងណាបើលូហ្វេងត្រូវប្រយុទ្ធប្រឆាំងខ្លាំងជាងគេរបស់អ្នកចាស់ទុំគីលូហ្វូនោះគ្មានការសង្ស័យទេថាលូហ្វកាន់តែខ្លាំងទៅមើលទៅនរណាក៏ដឹងដែរថាទេពកោសល្យទាំង5របស់មនុស្សចាស់ក៏អាចបង្ហាញខ្លួនឯងដែរក្រុមចៅហ្វាយវិស័យនិងម្ចាស់ដែនទាំងអស់បានចាប់ផ្ដើមហៅមិត្តភក្តិរបស់ពួកគេនៅពេលដែលពួកគេសើចហើយចេញទៅក្រៅអ្វីដែលប្លែកបំផុតនោះគឺលូហ្វេងឆ្ពោះទៅកាន់សង្វៀននេះជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់មានតែសមាជិកនៅក្នុងតំបន់ចាប់ផ្ដើមទាំងស្រុងជាធម្មតាកម្រិតសកលនិងកម្រិតចៅហ្វាយដែនដែលល្បីល្បាញជាងនេះត្រូវបានគេស្គាល់ដល់ម្ចាស់វិស័យទាំងអស់តំបន់ចាប់ផ្ដើមដាច់ខាតមានកន្លែងទំនេរដ៏ធំមួយត្រូវបានសាងសង់ឡើងទាំងនេះបានក្លាយជាកន្លែងធម្មតាសម្រាប់សមាជិកដើម្បីគេចខ្លួននិងប្រយុទ្ធសូម្បីតែអ្នកលេងល្បែងនិងការលេងល្បែងនៅក្នុងការប្រកួតក៏ដោយនៅពេលនេះមានមនុស្ស10នាក់បានប្រមូលផ្ដុំគ្នារួចទៅហើយនៅចំហៀងសង្វៀននៅលើនោះគឺជាចៅហ្វាយដែន2នាក់ដែលស្រោចទឹកម្នាក់ក្នុងចំណោមនោះមានកម្ពស់10ម៉ែត្រនិងពណ៌ខ្មៅញ៉ហើយមួយទៀតគឺជាយុវវ័យដែលមើលទៅត្រជាក់ហើយនៅលើក្បាលទូចរបស់គាត់មានការឆ្លាក់ដ៏ស្មុគស្មាញផងដែរពេលនោះគាត់បានបន្សល់ទុករូបភាពជាង10000រូបហើយបុរសខ្មៅបានស្រែកឡើងនៅពេលដែលគាត់រួមដោយពូថៅធំរបស់គាត់ដែលមានប្រវែង10ម៉ែត្រការប៉ះទង្គិចគ្នារវាងអ្នកទាំងពីរនេះបានបណ្ដាលឲ្យលំហររង្គោះរង្គើការបាញ់ប្រហារនៅគ្រប់ទិសដោយដីនៅជុំវិញសង្វៀនបានក្លាយជាភាពច្របូកច្របល់មួយខ្ញុំបានបាត់បង់ពេលនេះសំឡេងត្រជាក់បានបន្លឺឡើងវិញហាសំឡេងក្រាស់និងរួញរាបានឆ្លើយតបស្ទើរតែបន្លឺសំឡេងឡើងវិញដោយសំឡេងបន្លឺសំឡេងឡើងវិញបុរសស្បែកខ្មៅបានសម្លឹងមើលយ៉ាងត្រជាក់នៅក្នុងយុវវ័យទទូចថានៅក្នុងការប្រយុទ្ធ10របស់យើងក្នុងរយៈពេល100ឆ្នាំនេះអ្នកបានចាញ់7ដងរួចទៅហើយយុវជនទូចបានបិទភ្នែករបស់គាត់ដោយឆ្លុះបញ្ចាំងពីការប្រយុទ្ធពីមុនមកក្រៅពីនេះទស្សនិកជនទាំង10នាក់បានកំពុងពិភាក្សាឬត្រៀមចាក់ចេញអ្នកខ្លះថែមទាំងខំប្រឹងសងសឹកគ្នាទៅវិញទៅមកមើលទៅតើមានអ្វីកើតឡើងនៅទីនោះមានមនុស្សច្រើនណាស់មនុស្ស10នាក់រួមទាំងបុរសនិងយុវវ័យទូចនៅក្នុងសង្វៀនទាំងអស់បានមើលហ្វូងមនុស្សដែលរួញរាដល់ឆ្ងាយដែលកំពុងដើរលើយ៉ាងហោចណាស់មាន60ទៅ70នាក់លូហ្វេងបានដើរទៅមុខហើយនៅពីក្រោយគាត់គឺម៉ូយីលីននិងអាស៊ីហើយនៅពីក្រោយពួកគេគឺជាក្រុមដ៏ធំរបស់ម្ចាស់វិស័យនិងម្ចាស់ដែលមួយចំនួនក្រុមដ៏រំភើបនេះពិតជាបានតាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងលូហ្វេងបានដើរនឹងស្ទង់មតិតំបន់នោះដោយសម្លឹងមើលមនុស្ស10នាក់នៅក្នុងសង្វៀនឆ្ងាយក្នុងចំណោមពួកគេមិនមានកម្រិតសកលលោកឡើយលោកលូហ្វេងបាននិយាយថារើសយកសង្វៀនមួយអ្នកជាអ្នកថ្មីអ្នកជ្រើសរើសនៅពីក្រោយគាត់យុវជនដែលមានទំហំធំម៉ូយីលីនបាននិយាយត្រជាក់អូខេលូហ្វេងបានខ្លាយជាធ្នឹមពន្លឺដែលហោះហើរចូលទៅក្នុងសង្វៀនមួយដែលមានចម្ងាយ10គីឡូម៉ែត្រយុវវ័យដែលបានកើនឡើងនិងយុវវ័យដែលមានស្នែងខ្មៅក៏បានខ្លាយជាធ្នឹមនៃពន្លឺនឹងតាមផងដែរដំណើរគ្នានេះដែលម្ចាស់វិស័យនិងម្ចាស់ដែនទាំងអស់បានត្រៀមខ្លួនដើម្បីមើលការប្រកួតទាំងការចូលកាន់តំណែងឬការហោះហើរពួកគេទាំងអស់គ្នាបានចុះចតនៅចំហៀងសង្វៀននោះទៅមើលមានមនុស្សច្រើនណាស់ដែលទស្សនាគួរតែមិនមែនជាការប្រកួតធម្មតាទេចៅហ្វាយដែន10ក៏បានហោះឡើងដែរទាំងបុរសខ្មៅដែលមានកំហឹងនិងយុវវ័យទូចបានធ្វើតាមសម្លៀកបំពាក់លូហ្វេងនិងពីរអ្នកផ្សេងទៀតបានចុះចតនៅក្នុងសង្វៀនលូហ្វេងសម្លឹងមើលសង្វៀនឆ្ងាយភាគច្រើនវាត្រូវបានពោពេញទៅដោយចៅហ្វាយវិស័យនិងចៅហ្វាយដែនមួយចំនួនមានតែកម្រិតសកលលោកពីរប៉ុណ្ណោះម្នាក់ក្នុងចំណោមពួកគេគឺជាមនុស្សចាស់ម្នាក់ហើយម្នាក់ទៀតគឺយុវវ័យដែលមានសក់ពណ៌បៃតងមូជាងម៉ូបានញឹមនៅលូហ្វេងនិងលើកដៃរបស់គាត់និងតាក់ទងលូហ្វេងដែលជាមនុស្សចាស់តែងតែស្អប់យើងពីថ្មីអ្នកត្រូវតែសងសឹកឲ្យយើងហើយបង្រៀនពួកគេបានមេរៀនល្អតាមធម្មជាតិខ្ញុំនឹងបង្រៀនពួកគេនៅមេរៀនល្អណាស់លូហ្វេងបានឆ្លើយតបហើយញឹមពេលនេះស្នប់3នាក់បានចុះពីលើមេឃហើយបានចុះចតនៅចំហៀងសង្វៀនម្នាក់គឺជាយុវជនប្រដាប់អាវុធប្រាក់ម្នាក់ទៀតមានស្បែកខ្មៅនិងបបោមាត់ក្រាស់ហើយចុងក្រោយមានភ្នែកពណ៌បៃតងចង្គង់ត្រចៀកមុតនិងរូបភាពបញ្ឆោតស្ត្រីម្នាក់អ្នកទាំង3នាក់នេះបានប្រមូលផ្ដុំគ្នាដើម្បីមើលពួកគេទាំងអស់គ្នាជាកម្រិតសកលលោកដែលជាសកលលោកដែលជាអរិយធម៌មួយក្នុងចំណោមមនុស្សចាស់ទាំង5នាក់គឺលោកនីណានលូហ្វេងបានគិតយ៉ាងលឿនអំពីព័ត៌មានដែលគាត់បានរៀនចាប់តាំងពីគ្រូរបស់លោកពិតយ៉ាងបានប្រមានគាត់អំពីកម្រិត30សកលលោកដែលខ្ពស់ជាងគេនិង5ជើងខ្លាំងលូហ្វេងបានប្រមូលព័ត៌មានជាពិសេសនៅលើ5នាក់នោះមាននីណានយូហ្វេងគីលូហ្វូជីនិងនាងភ្លើងសេជិនដំបូងបំផុតដែលបានឆ្លងកាត់កម្រិតទី7គឺគីលូហ្វគាត់បានឆ្លងកាត់ជាង2000ឆ្នាំមុនចុងក្រោយបំផុតគឺគីជាង300ឆ្នាំមុនម៉ូយីលីនបង្រៀនភពនេះជាមេរៀនមួយបុរសស្បែកខ្មៅនោះបានសែកធ្ងោអាស៊ីកុំចាញ់ជននេះស្ត្រីដែលតាក់ទាញនោះក៏សែកផងដែរហើយប្រដាប់អាវុធប្រាក់នីណានទើបតែបានមើលដោយស្ងៀមស្ងាត់សម្រាប់មើលរបៀបដែលខ្ញុំបង្រៀនគាត់ម៉ូយីលីននិងអាស៊ីសម្ដែងនៅលូហ្វេងគេយកគាត់ទៅធ្វើជាស្រូវពិតជាធម្មតាវាមិនមែនថាពួកគេមិនមានឱកាសទទួលបានជ័យជំនះទេព្រោះពួកគេទាំងពីរបានឆ្លងកាត់កម្រិតទី6ជាយូរមកហើយពួកគេស្ទើរតែនឹងឆ្លងកាត់កម្រិតទី7ហើយកម្លាំងមិនមែនផ្អែកលើការយល់ដឹងអំពីច្បាប់នោះទេសត្វមួយមិនធម្មតាស្ថានភាពផ្លូវចិត្តបទពិសោធន៍ទាំងអស់នេះបានកំណត់នៅជ័យជំនះចុងក្រោយម៉ូយីលីននិងអាស៊ីមានទំនុកចិត្តលើបទពិសោធន៍និងស្មារតីប្រយុទ្ធរបស់ពួកគេជឿថាទាំងនេះលើកពីលូហ្វេងអ្នកនៅក្មេងពេកហើយមានវិរិយធម៌ច្រើនពេកយើងនឹងធ្វើឲ្យអ្នកយល់ថាអ្នកមិនអាចវិតម្លៃក្រោមការប្រកួតណាមួយបានទេម៉ូយីលីនបាននិយាយថាពួកយើងទាំងពីរនាក់នៅទីនេះក្នុងសង្វៀននេះអ្នករើសយកពួកយើងណាម្នាក់មកធ្វើជាគូប្រកួតរបស់អ្នកខ្ញុំបាននិយាយមុនពេលខ្ញុំមិនចង់ខ្ជិះខ្ជាយពេលវេលាលូហ្វេងសម្លឹងមើលអ្នកទាំងពីរហើយនិយាយថាអ្នកទាំងពីរចូលមកទីនេះរួមគ្នាទេម៉ូយីលីននិងអាស៊ីត្រូវគេភ្ញាក់ផ្អើលក្រុមនៃភាពប៉ិនប្រសប់ទាំងស្រុងនៅក្នុងតំបន់ទាំងស្រុងដែលមានការទស្សនាទាំងអស់ក៏មានការភ្ញាក់ផ្អើលផងដែរដើម្បីអាចចូលទៅក្នុងតំបន់នេះកម្លាំងរបស់ពួកគេមិនខុសគ្នានោះទេហើយក្នុងចំណោមមនុស្សចាស់ទាំង30នាក់មានតែ5នាក់ប៉ុណ្ណោះដែលបានឆ្លងផុតកម្រិតទី7ហើយ25នាក់ទៀតសុទ្ធតែបានឆ្លងផុតលេខរៀងទី6ហើយសូម្បីតែនៅលើមេឃនិងតំបន់ដីក៏មាន30នាក់ដែលបានឆ្លងកាត់កម្រិតទី5ដែរតើនេះមានន័យយ៉ាងណាមានន័យថាសមាជិកក្នុងតំបន់ចាប់ផ្ដើមដាច់ខាតសុទ្ធតែជិតស្និទ្ធនឹងគ្នាខ្លាំងវាមានន័យថា25នាក់នេះដែលបានឆ្លងកាត់កម្រិតទី6គឺជិតដល់កម្រិតទី7ផងដែរមួយទល់នឹង2ម៉ូយីលីនអ្នកទាំងពីរបង្រៀនគាត់មេរៀនល្អបង្រៀនពូនឹងក្រុមនេះបានប្រមូលផ្ដុំគ្នានៅខាងក្រោមបានការឡើងយឺតក្នុងចំនួនសមាជិកកម្រិតសកលទាំងពីរដែលទើបតែមកដល់បានស្រែកនេះជាការចាប់អារម្មណ៍កាន់តែចាប់អារម្មណ៍ជាងមុននៅក្នុងសង្វៀនម៉ូយីលីននិងអាស៊ីបានផ្លាស់ប្ដូរការសម្លឹងនិងមុខក្បាលនេះក៏ល្អដែរប្រសិនបើពួកគេប្រយុទ្ធមួយទល់មួយនឹងលូហ្វេងពួកគេមិនមានការធានាច្រើនទេប៉ុន្តែឥឡូវនេះដោយសារគាត់ចង់ប្រយុទ្ធនឹងពួកគេទាំងពីរខ្លួនឯងឱកាសនៃជ័យជំនះរបស់ពួកគេជាមួយគ្នាគឺខ្ពស់ជាងនេះ
Nộp banនិយាយដោយខ្លួនឯងមាត្រដ្ឋានរបស់ Mojilin នៅលើមុខរបស់គាត់បានប្រមូលផ្ដុំគ្នានៅពេលដែលគាត់ទុំខ្សោយការបញ្ចេញមតិរបស់គាត់ត្រូវបានតស៊ូធ្វើចលនារបស់អ្នកអាស៊ីបន្លឺសំឡេងនៅចម្ងាយ Lu Feng បានអណ្ដែតចូលទៅក្នុងមេឃហើយបានសម្លឹងមើលគូប្រជែងកម្រិតសកលលោកតំអំពីលោកច្បាស់ថាគាត់ខ្លាំងប៉ុណ្ណាហើយដោយសាររឿងនេះគាត់ថែមទាំងមិនបានចាត់ទុកអ្នកទាំងពីរនេះថាជាសត្រូវផងដែរមូលហេតុតែមួយគត់ដែលគាត់បានជ្រើសរើសប្រយុទ្ធគឺដើម្បីសងសឹកបងប្រុសរបស់គាត់ Buka បាបាតាថតវីដេអូនៃការប្រយុទ្ធនេះសម្រាប់ Buka នៅពេលក្រោយអ្នកប្រកាសជាផ្លិតផ្លែតខណៈពេលដែលតាក់ទងជាមួយបាបាតា Lu Feng បានញញឹមហើយគាត់បានបង្កឲ្យមានដាវវែងមាសងឹតនៅលើខ្នងរបស់គាត់ភ្លាមៗនោះដាវមាសតូចៗរាប់មិនអស់ដែលបានបាញ់នៅគ្រប់ទិសដៅទាំងអស់ពន្លឺមាសរាប់មិនអស់ទាំងនេះហាក់ដូចជាបង្កើតព្រះអាទិត្យមាសនៅពីក្រោយគាត់ដាវមាសតូចៗចំនួន 6000 ដាវហាក់ដូចជាភ្ជាប់ភ្លាមៗតាមរយៈលំហសកលលោកនិងច្បាប់មាសផ្លាស់ប្ដូរជុំវិញ100គីឡូម៉ែត្រទៅជាមាសសុទ្ធតំបន់ដែលបានគ្រប់ដណ្ដប់គឺធំទូលាយសូម្បីតែកន្លែងនៅខាងក្រោមសង្វៀនក៏រងផលប៉ះពាល់ដែរសង្វៀនពួកគេទាំងអស់គ្នាបានបាត់ខ្លួនមានតែពិភពដ៏ធំមួយដែលពោពេញទៅដោយថាមពលមាសរាប់មិនអស់ដែលអាចមើលឃើញ National Moment កម្រិតទី6ពិភពលោកផ្ទាល់ដែលគេស្គាល់ផងដែរថាជាពិភពដាវព្រះអាយនេះជាបញ្ហា Mojilin និងអាស៊ីទេពកោសលដាច់ខាតទាំងពីរភ្លាមៗនោះមានការផ្លាស់ប្ដូរដ៏ធំមួយក្នុងការបញ្ចេញមតិរបស់ពួកគេហើយផ្នែករបស់ពួកគេពោពេញទៅដោយការភ្ញាក់ផ្អើល Lu Feng នេះពិតជាអាចដោះកម្រិតទី6បានមែនឬក្រុមអ្នកជាម្ចាស់វិស័យធំនិងចៅហ្វាយដែនដែលទស្សនិកជនទាំងអស់គ្នាមានការភ្ញាក់ផ្អើលទាំងអស់នេះពិតជាគួរភ្ញាក់ផ្អើលណាស់ប្រសិនបើមនុស្សម្នាក់បានចូលមកក្នុងគំនិតនៃការពិនិត្យមើលថ្មីជាមួយហ្វូងមនុស្សនៅពេលនេះពួកគេទាំងអស់គ្នាត្រូវបានទុកឲ្យមិនជឿព្រោះ Nansen Armament ពិបាកហ្វឹកហាត់យ៉ាងមិនគួរឲ្យជឿនេះជាអាវុធមួយក្នុងចំណោមអាវុធទាំង9របស់ព្រះអាវុធមាសនិងឱកាសខ្លាំងបំផុតវាបានប្រើច្បាប់មាសជាច្បាប់ចម្បងនិងច្បាប់ឱកាសដើម្បីគ្រប់គ្រងឲ្យស្ពានសួគ៌សកលលោកចំនួន9ត្រូវបានសាងសង់ឡើងសម្រាប់ការយល់ដឹងអំពីច្បាប់ឱកាសបន្ទាប់មកកម្រិតទី7នៃស្ពានឋានសួគ៌គឺជាការសាកល្បងមួយនៃការយល់ដឹងរបស់មនុស្សម្នាក់អំពីច្បាប់ឱកាស Lu Feng អាចបញ្ចេញកម្រិតទី6តើនេះមានន័យយ៉ាងណាវាមានន័យថាមិនត្រឹមតែជាការយល់ដឹងអំពីលំហរបស់គាត់ខ្ពស់ប៉ុណ្ណោះទេប៉ុន្តែការយល់ដឹងមាសរបស់គាត់គឺកាន់តែខ្ពស់ហើយមានវិធីជាច្រើនដើម្បីឆ្លងកាត់ស្ពានសួគ៌ប្រសិនបើអ្នកប្រកួតប្រជែងគឺជាអ្នកគ្រប់គ្រងគាត់អាចជ្រើសរើសអ្នកគ្រប់គ្រងអ្នកស្ទាក់ចាប់ឬសូម្បីតែអ្នកប្រយុទ្ធម្នាក់ការជ្រើសរើសអ្នកបោកប្រាស់គឺងាយស្រួលជាងនេះពីព្រោះអ្នកគ្រប់គ្រងអ្នកអានវិញ្ញាណភាគច្រើនសង្កត់ធ្ងន់លើការការពារព្រលឹងដូច្នេះការឈ្នះនឹងងាយស្រួលជាងនេះការជ្រើសរើសអ្នកប្រយុទ្ធគឺងាយស្រួលបំផុតពីព្រោះគាត់អាចរក្សាចម្ងាយរបស់គាត់និងប្រើអាវុធវិញ្ញាណរបស់គាត់ដើម្បីវាយរហ័សពីចម្ងាយអ្នកប្រយុទ្ធអាចប្រើការបង្កើតល្បឿនភ្លាមៗបានតែប៉ុណ្ណោះដើម្បីព្យាយាមនឹងគិតពីវិធីដើម្បីចូលទៅចិត្តការជ្រើសរើសអ្នកត្រួតពិនិត្យគឺពិបាកបំផុតពីព្រោះនៅពេលដែលវាត្រូវបានជ្រើសរើសអ្នកត្រួតពិនិត្យនឹងស្រដៀងគ្នាយ៉ាងពិតប្រាកដទៅនឹងអាវុធវិញ្ញាណនិងការវាយប្រហារការប្រើប្រាស់កម្លាំងមួយដើម្បីវាយប្រហារលើចំណុចខ្សោយទោះជាយ៉ាងណាក៏ដោយការជ្រើសរើសឧបករណ៍ត្រួតពិនិត្យដូចគ្នានោះគឺជាបញ្ហាគាត់ពិតជារើសអ្នកត្រួតពិនិត្យដើម្បីប្រយុទ្ធប្រាកដណាស់បើពុំនោះសោតទេការឆ្លងកាត់កម្រិតទី7នឹងមិនតម្រូវឲ្យពិភពដាវនោះទេនៅក្នុងសង្វៀន Mojilin និងអាស៊ីបានសម្លឹងមើលពិភពដំបងដ៏ធំនៅជុំវិញនោះដោយសារថាមពលដាវរាប់មិនអស់កំពុងលើកឡើងវិញការសង្កត់សម្ពាធលើពិភពលោកដែលគ្មានទម្រង់អាចមានអារម្មណ៍ហើយពួកគេមានអារម្មណ៍អស់សង្ឃឹមហេតុអីក៏គាត់ខ្លាំងម្ល៉េះហើយវាជាអាវុធដ៏ខ្លាំងបំផុតរបស់ការបំលែងមាសនិងអវកាសអ្នកទាំងពីរមានភាពច្របូកច្របល់ហើយ Lu Feng ដែលនៅឆ្ងាយថាមពលរបស់ពិភពលោកទៅទេបានផ្ទុកដោយឈួតដោយថាមពលមាសរាប់មិនអស់នៅទីបំផុតបង្កើតដាវមាសងឹតដែលមាននេះបានភ្លឺបន្តិចវាគឺជាថាមពលមាសដ៏រឹងមាំបំផុតដែលបានផ្ទុកពីពិភពដាវខ្លួនឯងអំណាចរបស់វាមិនគួរឲ្យជឿទៅ Lu Feng បានយ៉ាងស្រទន់ចំពុកទី552កំហឹងទោះបីជាយើងចាញ់ក៏ដោយយើងមិនអាចចាញ់យ៉ាងអាក្រក់នោះអាក្រក់បានទេអាស៊ីផ្ដល់ជូនអ្នកទាំងអស់គ្នាហើយមកយិនគ្រឿងថ្មីមាត្រដ្ឋាននៅលើមុខរបស់គាត់កំពុងពុះពៀននិងកក់ហើយនៅក្នុងដៃរបស់គាត់បានកាន់ដាវពណ៌សដែលមានទំហំ50សង់ទីម៉ែត្រប្រវែង3ម៉ែត្រនៅលើនោះគឺជាការឆ្លាក់មាសដ៏ស្មុគស្មាញថាមពលពន្លឺពណ៌សប្រាក់បានហូរកាត់វាភ្នែករបស់អាស៊ីត្រូវបានបោះក្រហមខណៈដែលដៃនីមួយបានកាន់ដាវព្រះច័ន្ទពាក់កណ្ដាលសម្រាប់ពួកគេទាំងពីរបានផ្លាស់ប្ដូរដំណើរគ្នានៅពេលដែល Lu Feng បានប្រមូលថាមពលទេរបស់គាត់ Mojilin បានរអិលយ៉ាងខ្លាំងទៅលើសង្វៀនហើយវាបានបញ្ជួយបន្តិចគាត់បានផ្លាស់ប្ដូរយ៉ាងលឿនដោយផ្លេចបន្ទោខ្យល់បក់ជុំវិញគាត់និងសម្ពាធខ្ពស់ដែលអាចមើលឃើញបានកើតឡើងបន្ទាប់មកនៅពេលដែលគាត់លើកដាវពណ៌សដ៏ធំរបស់គាត់ឡើងខ្ពស់ហើយបក់វាទៅ Lu Feng បុរសស្នែងខ្មៅអាស៊ីបានកាន់ដាវពាក់កណ្ដាលព្រះច័ន្ទហើយចលនារបស់ពួកគេគឺចម្លែកណាស់ក្នុងមួយផ្លេតរូបភាពចំនួន1000បានលេចឡើងហើយរូបភាពទាំងអស់នេះបានបង្កើតជាជួរប្រយុទ្ធដ៏មានឥទ្ធិពលមួយដែលពោពេញទៅដោយពន្លឺត្រជាក់រាប់មិនអស់នៃអូរ៉ាដែលឆេះនៅចម្ងាយ Lu Feng បានអណ្ដែតនៅពាក់កណ្ដាលខ្យល់និងចង្អុលទៅមុខជីថាមពលដែលបានផ្ទុកយ៉ាងអស្ចារ្យមួយបានយកទម្រង់នៃដាវពណ៌មាសងឹតដែលហែកភ្លាមៗឆ្លងកាត់លំហនៅខាងមុខខ្ញុំនិងសម្រាប់ Mojilin ជាលើកដំបូង Lu Feng បានសម្លឹងមើល Mojilin ដែលនៅឆ្ងាយដោយបង្កើតល្បឿនដំណើរគ្នានៅលើយានពងឹតនិងបិទMojilin បានប្រើដៃទាំងពីរដើម្បីកាន់ដាវធំនោះគាត់បានបក់វាហើយខ្យល់នៅជុំវិញនោះហាក់ដូចជាបក់លំហដំណើរគ្នាវាបានប៉ះទង្គិចជាមួយនឹងថាមពលដាវមាសងឹតគាត់ច្បាស់ណាស់ថាល្បឿនរបស់ថាមពលគឺលឿនណាស់ហើយថាគាត់មិនអាចគេចផុតបានទេវិធីតែមួយគត់គឺដើម្បីបង្វែរវាដោយបង្ខំថាមពលដាវមាសដ៏ខ្មៅងឹតនេះបានធ្វើឲ្យ Mojilin រំកិលថយក្រោយទាំងស្រុងគាត់បានឈានជើង10ជំហានត្រឡប់មកវិញនៅក្នុងសង្វៀនហើយរាល់ជំហានដែលបណ្ដាលឲ្យមានរណ្ដៅភ្នំភ្លើងនៅលើដីថ្មស្នាមតែដំណើរគ្នាអាចត្រូវបានលើកពីរូបកាយរបស់គាត់ហាក់ដូចជាឆ្អឹងរបស់គាត់បានបាក់នៅខាងក្នុងជីMojilin ស្ដោះចេញឈាមស្រស់មាសឲ្យពីរោះដោយព្រះអាទិត្យពិតជាខ្លាំងមែន Mojilin ឈរលើដីសម្លឹងមើលនៅ Lu Feng ដៃចម្បងរបស់គាត់ដែលកំពុងកាន់ដាវនោះត្រូវបានបំបែករួចទៅហើយនៅ9កន្លែងសំណាងល្អគាត់ភាគច្រើនបានផ្លាស់ប្ដូរការវាយប្រហារភាគច្រើនចូលទៅក្នុងដៃស្ដាំរបស់គាត់បើពុំនោះសោតទេរូបកាយរបស់គាត់ផ្ទាល់នឹងរងរបួសធ្ងន់ Lu Feng បានក្លាយជាពន្លឺនៅលើមេឃឆ្ងាយជាថ្មីម្ដងទៀតដែលបង្កើតថាមពលដាវមាសងឹតដ៏អស្ចារ្យមួយនៅចំពោះមុខគាត់ដាវនោះបានបក់បោកនៅកន្លែងនោះដោយហែកកាត់លំហជុំវិញវា Mojilin ទៅស្លាប់ Lu Feng សម្លឹងមើលគាត់ត្រជាក់បាក់ស្ដាតស្នែងខ្មៅអាស៊ីបានបន្លឺសំឡេងឡើងខ្លាយជាព្រិលនឹងដេញតាមបន្ទាប់ពី Lu Feng ទោះជាយ៉ាងណាក៏ដោយបានឈរនៅលើយានពងឹតរបស់គាត់ហើយសម្លឹងមើលទៅគាត់ត្រជាក់យឺតដេញតាមអាស៊ីនេះបញ្ចេញចលនារបស់គាត់អាចផលិតរូបភាពរហូតដល់ទៅ1000រូបបន្ទាប់ពីនោះការអាចផលិតរូបភាពចំនួន1000នៅក្រោមសម្ពាធនៃពិភពដាវគឺអស្ចារ្យណាស់វាគឺជាការសោកសៅមួយដែលជាមួយនឹងសម្ពាធនៃពិភពដាវគាត់មិនអាចតាមដាន Lu Feng តតែសោះលុះត្រាតែគាត់ដូចជាត្រកូលម៉ូសាដែលមានការបង្កើតល្បឿនភ្លាមៗសោកសៅប្រឆាំងនឹង Lu Feng ដែលបានយល់ដឹងពីភាពអស្ចារ្យ36នៃលំហនិងការយល់ដឹងមួយចំនួនអំពីព្យុះភ្លៀងចលនារបស់ Lu Feng មិនខ្សោយជាងគាត់ទេនេះបានបង្កើតស្ថានភាពដែលគាត់មិនអាចចាប់គាត់បានស៊ីយូថាមពលដាវមាសងឹតបានហែកកាត់លំហនិងបានបាញ់ទៅ Mojilin បានសែកឡើងដោយមានអារម្មណ៍ថាមានសម្ពាធនៅជុំវិញគាត់នៃពិភពដាវដែលមិនចេះចប់មិនចេះហើយរាល់ការផ្លាស់ប្ដូរដែលគាត់បានធ្វើទៅបានរងផលប៉ះពាល់គាត់អាចប្រើបានតែប្រហែល70ទៅ80%នៃអំណាចរបស់គាត់ប៉ុណ្ណោះយ៉ាដៃឆ្វេងរបស់គាត់បានកាន់ដាវធំម្ដងទៀតដោយលឿនដូចផ្លេកបន្ទោទោះជាយ៉ាងណាក៏ដោយការវាយប្រហារជាក់ស្ដែងទៅលើថាមពលដាវពិភពលោកដែលគ្រប់គ្រងដោយ Lu Feng គឺពិបាកណាស់របួសរបស់គាត់ពីមុនមិនទាន់ត្រូវបានព្យាបាលនៅឡើយទេគាត់អាចប្រថុយប្រថានវាទាំងអស់និងព្យាយាមតែប៉ុណ្ណោះហើយឥឡូវគាត់កំពុងប្រើដៃតែមួយដៃប៉ុណ្ណោះហើយដៃឆ្វេងនេះមិនមានសមត្ថភាពដូចដៃស្ដាំរបស់គាត់ទេរួមទាំងរបួសពីមុនស៊ីយូ
Tham Pô Đao nghiêng ngất bàn lưនឹងចាក់ដល់ផ្ទាល់តាមផ្ទះរបស់គាត់ដែលបន្សល់ទុកនៅពីក្រោយរណ្ដៅមួយនៅទីនោះដែលគ្រាប់មួយអាចមើលឃើញទាំងស្រុងដូចជាឡាសែដែលបានបាញ់ឆ្លងកាត់ម៉ូយីលីនបានសម្លឹងភ្នែកយ៉ាងទូលំទូលាយដូចខាងក្រោមនេះរាងកាយរបស់គាត់បានធ្លាក់ចុះជាមួយនឹងការធ្លាក់សាកសពទាំងមូលរបស់គាត់បានធ្លាក់ទៅលើថ្មនៃសង្វៀនដែលធ្វើឲ្យវាញ័រនិងក្រឡាប់ម៉ូយីលីនបរាជ័យលូហ្វេងធ្វើបានល្អឥឡូវសម្រាប់អ្នកផ្សេងទៀតបន្លឺសំឡេងឡើងព្រាមពីខាងក្រោមវាគឺជាព្រះអង្គម្ចាស់បានការបុកាគាត់ស្រែកយ៉ាងរំភើបនៅក្បែរលោករងជនមិនត្រឹមតែពីទេសូម្បីតែគីមឈុយអាយឈិនលេនស្លូតនិងអូប៉ាតាឡាក៏បានមកដល់ដែលជីងម៉ូបានប្រាប់ពួកគេទាំងអស់គ្នាថាជាអ្នកថ្មីនៃកម្រិតសកលលោកចាប់ផ្ដើមទាំងស្រុងបានប្រមូលផ្ដុំទាំងអស់គ្នាហោះហើរលើយានពុកនិតខាងលើសង្វៀនលូហ្វេងបានសម្លឹងមើលខាងក្រោមហើយបានឃើញក្រុមទាំងមូលគាត់មិនអាចជួយបានទេតែខ្ញុំហើយស្រែកថាគ្មានបញ្ហាទេគ្រាន់តែចាំបន្តិចប៉ុណ្ណោះយ៉ា bastard នៅពីក្រោយគាត់ចាំពលឺនឹងដេញតាមជានិច្ចប៉ុន្តែមិនអាចតាមដានបានទាល់តែសោះគឺស្នែងខ្មៅរបស់អាស៊ីដែលបានស្រែកដោយកំហឹងតាក់ទងនឹងការយល់ដឹងអំពីលំហគាត់នៅចិត្តលូហ្វេងក្នុងបរិមាណគាត់ពិតជាបានឈានទៅមុខបន្ថែមទៀតនៅក្នុងការយល់ដឹងអំពីអវកាសទោះជាយ៉ាងណាក៏ដោយនៅក្នុងលំហលូហ្វេងគឺរឹងមាំជាងនេះទោះជាយ៉ាងណាក៏ដោយលូហ្វេងមានពិភពដើរដើម្បីដាក់សម្ពាធលើគាត់ដូច្នេះតើគាត់អាចចាប់លូហ្វេងបានយ៉ាងដូចម្តេចតើអ្នកចង់ឲ្យអ្នកត្រួតពិនិត្យប្រយុទ្ធយ៉ាងជិតស្និទ្ធជាមួយអ្នកយ៉ាងម៉េចខណៈពេលដែលលូហ្វេងហោះហើយគាត់បានសម្លឹងមើលក្រោយអាស៊ីហើយចង្អុលថាទៅពិភពដើរមិនចេះចប់មិនចេះហើយបានប្រមូលផ្ដុំគ្នាមុនពេលលូហ្វេងនិងធម្មពលដើរមានងឹតត្រូវបានបង្កើតឡើងវាពិតជាញ័រខ្លាំងណាស់ធម្មពលដើរបានហែកកាត់លំហនិងបានបាញ់ទៅអាស៊ីបានលើកដើរព្រះច័ន្ទទាំងពីរតង់មុនគាត់រូបកាយទាំងមូលរបស់គាត់ខ្លាយជាព្រើស៊ីយូធម្មពលមុតនេះបានដកពេលវេលានឹងម្ដងទៀតលូហ្វេងគ្មានបំណងគូបកងកម្លាំងជាមួយគាត់ឡើយហើយសុទ្ធតែពឹងផ្អែកលើល្បឿនខ្លាំងរបស់វាបាញ់ពីទីផ្សេងគ្នានៅអាស៊ីសង្កត់គាត់តើធម្មពលលឿនប៉ុណ្ណាគ្រប់ពេលដែលអាស៊ីលើកកាំបិតរបស់គាត់មានអារម្មណ៍ថាគាត់កំពុងរាំលើកាំបិតឈីធម្មពលដើរដែលបាញ់ពីចំហៀងហើយចាក់តាមត្រចៀករបស់អាស៊ីនឹងចេញមួយទៀតធម្មពលមិនបានទុកអ្វីសោះក្រៅពីភាពរញ៉េញ៉ៃនៅក្នុងក្បាលរបស់គាត់រវាងត្រចៀករបស់គាត់អាស៊ីបានសម្លឹងឃើញយ៉ាងទូលំទូលាយដោយសារតែភាពមិនប្រក្រតីនោះគាត់បានរំកិលទៅមុខពី3គីឡូម៉ែត្រមុនពេលក្រឡាប់លើដីអាស៊ីបរាជ័យហាយើងឈ្នះហើយហាបូកាសៃខ្លាំងលូហ្វេងស្រស់ស្អាតលេនស្លូតដ៏ស្រស់ស្អាតនោះក៏បានញៀមផងដែរធ្វើបានល្អលោករងជនបានលើកដៃយ៉ាងខ្លាំងរំភើបចិត្តគៀនឈឺជាងម៉ូអាយឈិននិងអូប៉ាតាឡាសុទ្ធតែរំភើបចិត្តយ៉ាងខ្លាំងពួកគេដែលជាទីតាំងថ្មីចំនួន8នៃតំបន់ចាប់ផ្ដើមដាច់ខាតមានគុណសម្បត្តិនិងអំណាចទាបបំផុតជាពិសេសចាប់តាំងពីយុទ្ធនាការជំរកបានបិទជីងម៉ូគៀនស៊ូអ៊ីនិងបូកាបានដឹងថាពួកគេហៀបនឹងត្រូវទាត់ចូលទៅក្នុងតំបន់មេឃនិងដីដូច្នេះពួកគេទាំងអស់គ្នាស្ថិតនៅក្រោមសម្ពាធជាច្រើនចម្បាំងនេះជួយសម្រាប់សម្ពាធនោះហើយបានសងសឹកគេហើយពិតជារំភើបខ្លាំងណាស់ហាលូហ្វេងលោតចុះហើយចុះចតក្បែរបូកានិងរងជនពួកគេទាំងពីរនោះបានមកធ្វើឲ្យខ្ញុំរន្ធត់ហើយខ្ញុំគ្រាន់តែដោះស្រាយជាមួយគេដើម្បីទាត់បូកាតើអ្នកទាំងពីរក្នុងចំណោមអ្នកដែលសម្លុតអ្នកឬទេលូហ្វេងញឹមបាត់ពួកគេបូកាគ្រឿងថ្មីខ្ញុំចង់បង្រៀនគេជាយូរមកហើយប៉ុន្តែអំណាចខ្ញុំមិនគ្រប់គ្រាន់ទេហាលូហ្វេងអរគុណសម្រាប់ការសងសឹកខ្ញុំរំភើបចិត្តណាស់ខណៈពេលដែលលូហ្វេងនិងក្រុមនេះកំពុងប្រារព្ធពិធីនឹងរងកម្រិតសកល10នាក់បានប្រមូលផ្ដុំគ្នានៅទីនោះបាស្តាតយើងពិតជាចាញ់អ្នកទាំង10នោះមានកន្សោមអាក្រក់ពីព្រោះជាង100នាក់ជាចៅវាយវិស័យនិងម្ចាស់ដែនមួយចំនួនសុទ្ធតែបានមើលការប្រយុទ្ធហើយពួកគេបានចាញ់មួយទល់នឹង2ទៅកាន់អ្នកថ្មីមួយនេះជារឿងគួរឲ្យអាម៉ាស់ណាស់លូហ្វេងនេះពិតជាខ្លាំងណាស់យុវវ័យពណ៌ប្រភេទដែលបានសម្លឹងមើលនៅលូហ្វេងដ៏ឆ្ងាយគាត់ពិតជាអាចបញ្ចេញពិភពដើរបានហើយពីរូបរាងរបស់វាសម្រាប់ខ្ញុំដើម្បីយកឈ្នះគាត់ខ្ញុំក៏ត្រូវតែប្រើការត្រាំរបស់ខ្ញុំផងដែរទោះបីជាយ៉ាងណាការផ្លាស់ទីនេះគឺជាអ្វីដែលខ្ញុំបានរៀបចំសម្រាប់ជីលូហ្វូនីណានខ្ញុំបានលឺម៉ូយីលីននិងអាស៊ី2នាក់ត្រូវបានយកឈ្នះដោយអ្នកថ្មីម្នាក់សម្លេងក្រាស់បានបន្លឺឡើងវិញយុវជនប្រដាប់អាវុធប្រាក់បានបែរមកដោយមានអារម្មណ៍ថាភ្នំតូចមួយបានលេចឡើងនៅពីក្រោយគាត់នេះគឺជាបុរសដែលមានកម្ពស់ជាង5 ម៉ែត្រដែលមានប្រដាប់អាវុធពណ៌ខ្មៅពេញលេញហើយប្រដាប់សឹករបស់គាត់គ្មានអាវខណៈដែលក៏របស់គាត់ពណ៌ក្រហមស្ទើរតែដូចលោហៈក្រហមមុខរបស់គាត់ពណ៌ក្រហមនិងច្បាស់ហើយនៅលើថ្ងាសរបស់គាត់មានស្នែងក្រហមពីរកោងមានគ្រីស្តាល់មាសដែលបានបង្កប់នៅចំកណ្ដាលនៅពីក្រោយគាត់គឺជាកន្ទុយនាគវែងលោកពូម៉ែតនេះនៅទីនេះយុវវ័យដែលលួចប្រាក់បានគិតតែគាត់និយាយដូចនេះថាបាទនេះភ្លើងម៉ូយីលីននិងអាស៊ីពីក្បាលនោះពិតជាបរាជ័យដោយអ្នកថ្មីនោះគឺលូហ្វេងដែលទើបតែឆ្លងកាត់កម្រិតទី7គាត់ក៏អឹតក្រទុំខ្លាំងណាស់គាត់មិនគោរពយើងជាមនុស្សចាស់ទាល់តែសោះក្រោយទទួលយកការប្រកួតប្រជែងរបស់ខ្លួនលោកប្រកាសថានឹងប្រឈមមុខនឹងពួកគេមួយទល់មួយប៉ុន្តែគ្មាននរណារំពឹងថាគាត់នឹងនៅតែឈ្នះនៅឡើយទេមើលទៅតាមមនុស្សថ្មីទាំង8នោះក៏អឹតក្រទុំប៉ុណ្ណាយុវវ័យដែលបានផ្លន់ប្រាក់បានរង្គោះក្បាលហើយមើលទៅកន្លែងថ្មីនៅទីនោះលូហ្វេងនិង8នាក់មានភាពសប្បាយរីករាយខ្លាំងបូកាបានស្រែកចេញពីម្ខាងអ្នកចាស់ទុំបានហ្វឹកហាត់អស់រយៈពេលរាប់ពាន់ឆ្នាំក៏អឹតក្រទុំដោយគ្មានអ្វីសោះចាញ់ពីទល់មួយខ្ញុំមានអារម្មណ៍អៀនខ្មាស់ចំពោះអ្នកបូកាអ្វីដែលអ្នកអួតភ្លាមនោះក្រុមមនុស្សចាស់មួយក្រុមបានរិះគន់បាស្តាតនាគបានកន្ទុយភ្នំរបស់បុរសម្នាក់ដែលបន្លឺសំឡេងភ្លាមនោះគាត់បានខ្លាចជាពន្លឺពណ៌ក្រហមហើយបានបុកចូលទៅក្នុងសង្វៀនដែលធ្វើឲ្យសង្វៀនរញ្ជួយបុរសនាគមានខ្ពស់រូបនេះបានពង្រីកដៃរបស់គាត់ហើយចង្អុលទៅលូហ្វេងខាងក្រោមលូហ្វេងក្រោកឡើងនៅទីនេះខ្ញុំនឹងបង្រៀនអ្នកនៅមេរៀនដ៏ល្អមួយអ្នកអាចប្រើតែពិភពដើមនោះប៉ុណ្ណោះប៉ុន្តែតើអ្នកហ៊ានយ៉ាងណាអ្វីដែលផ្ដល់ឲ្យអ្នកនៅសិទ្ធក្នុងការធ្វើជាមនុស្សក្រអឹតក្រទុំសំឡេងរបស់គាត់បានរអ៊ូទមនិងបន្លឺសំឡេងឡើងវិញនៅទូទាំងពិភពលោកលូហ្វេងដែលកំពុងសើចនឹងជួយចែកគ្នានៅខាងក្រោមនេះមានការភ្ញាក់ផ្អើលនៅពេលដែលគាត់ក្រឡេកមើលការបញ្ចេញមតិរបស់គាត់បានផ្លាស់ប្ដូរថាវាជាគាត់មែនទេនាគភ្លើង Chessejen ដែលជាពូជមួយក្នុងចំណោមពូជមនុស្សជាតិអណ្ដាតភ្លើងដែលជាការប្រកួតរបស់អណ្ដាតភ្លើងគាត់គឺជាអ្នកចម្បាំងដ៏អស្ចារ្យម្នាក់ក្នុងចំណោមអ្នកចម្បាំងដ៏អស្ចារ្យទាំង5នៃកម្រិតសកលលោកនៅក្នុងតំបន់ចាប់ផ្ដើមទាំងស្រុងគាត់បានហ្វឹកហាត់នៅក្នុងការវិវត្តប្រហោងខ្មៅដែលមានតម្លៃថ្លៃបំផុតនិងពេញលេញបើប្រៀបធៀបទៅនឹងអវកាសពេលវេលា1500ឆ្នាំមុនគាត់បានឆ្លងផុតកម្រិតទី7ជំពូកទី553ការវិវត្តនៃប្រហោងខ្មៅដោយដែលគាត់បានពិនិត្យមើលមនុស្សវ័យចំណាស់30នាក់មុននេះគាត់ច្បាស់ណាស់អំពីជំនាញរបស់ពួកគេចាប់តាំងពីគាត់មានព័ត៌មានអំពីពួកគេជាពិសេសនៅលើទីហ៊ានដ៏អស្ចារ្យទាំង5នាក់កម្ពុជា5នៃកម្រិតសកលលោកនីណានគីឡូហ្វូយូហ្វេងជាងនឹងនាគភ្លើងសេជិនជើងខ្លាំងនិងពិបាកបំផុតក្នុងការដោះស្រាយគឺគ្មានការសង្ស័យលោកគីឡូហ្វូហើយគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺលោកយូហ្វេងអ្នកដែលនិយមលេងពីនេះជារឿងគួរឲ្យខ្លាចបំផុតក្នុងចំណោម5សូម្បីតែលូហ្វេងក៏បានដឹងនៅក្នុងចំណុចនោះដែរនៅចំណុចនេះគាត់នៅឆ្ងាយពីការប្រកួតរបស់ពួកគេគីឡូហ្វូក្លាហាននិងអាំងទ្រីបយូហ្វេងបានដើរលើផ្លូវរបស់អ្នកគីមីដែលជាភាពចម្លែកដ៏កម្រមួយទូជាយ៉ាងណាក៏ដោយនៅពេលដែលគាត់ទទួលបានជោគជ័យគាត់នឹងភ័យខ្លាចខ្លាំងណាស់សូម្បីតែគីឡូហ្វូក៏នឹងចាំគាត់ដែរ3ទៀតនីណាននាគភ្លើងសេជិននឹងជានៅចិត្តកម្លាំងគេទោះបីជាគាត់ជាមនុស្សចុងក្រោយបំផុតដែលបានឆ្លងកាត់កម្រិតទី7ក៏ដោយសមត្ថភាពប្រយុទ្ធរបស់គាត់គឺគួរឲ្យខ្លាចនាគភ្លើងសេជិនលូហ្វេងសម្លឹងមើលបុរសដែលមានកន្ទុយនាគចែវតើខ្ញុំពិតជាទៅប្រយុទ្ធនឹងគាត់ឥឡូវនេះឬទេផែនការដើមតើនោះគឺបន្ទាប់ពីបានឆ្លងកាត់កម្រិតទី7គាត់នឹងទៅបេសកកម្មនិងហ្វឹកហាត់បានល្អក្នុងអំឡុងពេល6ឆ្នាំនេះការតាំងទីលំនៅម៉ូយីលីននិងអាស៊ីគឺគ្រាន់តែជាភាពងាយស្រួលមួយកាលពីមុនប៉ុណ្ណោះគាត់មិនដែលគិតថាពួកគេជាការគំរាមកំហែងនោះទេទោះជាយ៉ាងណាក៏ដោយវាខុសគ្នាទាំងស្រុងជាមួយនឹងនាគភ្លើងនៅក្នុងសង្វៀននាគភ្លើងរលកកន្ទុយតែចំហៀងមកសង្វៀនហើយសម្លឹងចុះក្រោមកំហឹងថាលូហ្វេងក្រោកឡើង
មិនហ៊ានឡើងមកទេក្រោកឡើងលូហ្វេងបើអ្នកមានអង្គអាចឡើងទៅមុខកម្រិតសកលមនុស្សចាស់ទាំងអស់បានសាយជាមួយគ្នាម៉ូយីលីងខ្សោយជាងអ្នកដូច្នេះអ្នកហ៊ានសម្លុតគាត់កិច្ចប្រជុំ Surgeon រន្ធត់ណាស់អ្នកមិនហ៊ានក្រោកទេអ្នកទស្សនាខាងក្រោមភាគច្រើនត្រូវបានបង្កើតឡើងដោយម្ចាស់វិស័យតាមពិតពួកគេទាំងអស់គ្នាស្ថិតនៅក្នុងតំបន់សម្ងាត់ដែលមានគ្រោះថ្នាក់ស្វែងរកដោយឆ្លងកាត់ជីវិតនៃការហ្វឹកហាត់ស្លាប់ការហ្វឹកហាត់បានបញ្ចប់ហើយរត់ផ្លូវចិត្តរបស់ពួកគេមានការព្រួយបារម្ភខ្លាំងណាស់ជួនកាលការមើលកម្រិតសកលលោកក្មេងគឺគួរឲ្យចាប់អារម្មណ៍ណាស់ជាងនេះទៅទៀតនោះគឺទេពកោសល្យក្នុងចំណោមការប្រយុទ្ធគ្នារបស់ទេពកោសល្យ Surgeon ប្រកួតនឹង Lufeng គួរឲ្យចាប់អារម្មណ៍បើគេពិតជាឆ្លោះគ្នាមែនតើអ្នកគិតថានរណានឹងឈ្នះចៅហ្វាយវិស័យ3នាក់នៅក្នុងគ្រឿងសឹកខ្មៅបានពិភាក្សាថានាភ្លើង Surgeon គាត់ហ្វឹកហាត់ក្បួនការវិវត្តប្រហោងខ្មៅទោះបីជាមានចំណុចរបស់គាត់ក៏ដោយគាត់អាចផ្លាស់ប្ដូរតែសៀវភៅណែនាំទី1ប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយវាគ្រប់គ្រាន់សម្រាប់គាត់ដើម្បីបញ្ចេញកម្លាំងពេញលេញរបស់គាត់ការវា Lufeng មិនគួរជាបញ្ហាទេខ្ញុំក៏គ្រប់គ្រងសាជីនដែរហាមនុស្សគ្រប់គ្នាកំពុងគិតដូចគ្នាខ្ញុំក៏គ្រប់គ្រងសាជីនផងដែរនៅពេលដែលខ្ញុំបានឃើញគាត់ប្រយុទ្ធនឹង Kelufo ពីមុនសាជីននេះពិតជាម្ដាយចម្បាំងអណ្ដាតភ្លើងកម្លាំងរបស់គាត់គឺអស្ចារ្យណាស់លុះត្រាតែ Lufeng អាចធ្វើឲ្យពិភពលោកដើររបស់គាត់ឈានដល់កម្រិតគ្រប់សពគាត់មិនអាចឈ្នះបានទេចៅហ្វាយវិស័យនៃតំបន់ចាប់ផ្ដើមដាច់ខាតគឺជាកម្រិតចៅហ្វាយវិស័យទាំងអស់ដែលមានកម្រិតសកល9កម្ពុជាចៅហ្វាយវិស័យដែលមានសមត្ថភាពចូលទៅក្នុងតំបន់ដំណាក់កាលចុងក្រោយជាធម្មតាត្រូវបានទទួលស្គាល់ដោយច្បាប់ទាំងអស់ហើយម្ចាស់វិស័យចាប់ផ្ដើមដាច់ខាតនរណាម្នាក់ក្នុងចំណោមពួកគេគឺជាមនុស្សដាច់ខាតនៅក្នុងសកលលោកដែលខ្លាំងជាងធានឈិនរបស់ភ្នំនាគខ្មៅជាច្រើនដងតើការវិនិច្ឆ័យរបស់ពួកគេមានសារៈសំខាន់ប៉ុណ្ណាទៅលើការប្រយុទ្ធនេះពួកគេបានឃើញយ៉ាងច្បាស់ទាំងកម្លាំងរបស់ Lufeng និងសាជីនចៅហ្វាយវិស័យនិងម្ចាស់ដែលបានមើលដោយការរំពឹងទុកមនុស្សចាស់ឆ្ងាយក៏មានការលំបាកផងដែរនៅក្នុងសង្វៀនភ្នែករបស់សាជីនកំពុងសម្លឹងមើល Lufeng តើអ្នកនឹងទៅឬអត់ Buka បានមើល Lufeng សូម្បីតែអ្នកមិនមានការធានាពីអ្វីដែលខ្ញុំមើលឃើញថា Surgeon ហាក់ដូចជាចង់បង្រៀនអ្នកមេរៀនល្អអ្នកមិនអាចឲ្យវាកើតឡើងបានទេយុវជនសក់ពណ៌បៃតងឈ្មោះជាងម៉ូបាននិយាយយ៉ាងមុតស្រួយថាហើយ Surgeon បានឆ្លងកាត់កម្រិតទី7ជាង1000ឆ្នាំមុនទោះបីជាអ្នកត្រឡប់មកវិញឥឡូវនេះវាមិនមែនជាការអាម៉ាស់នោះទេតើអ្នកនឹងទៅឬអត់លោករងជនក៏បានសួរទន់ភ្លន់ផងដែរជុំវិញលោកអូប៉ាតាឡាជាតារាស្រីដ៏ទន់ភ្លន់និងស្រស់ស្អាតគៀនឈួយនិងអាយឈិនដែលជាស្រីស្អាតលែងលោតដែលគ្រប់គ្នាបានមើល Lufeng 8ក្នុងចំណោមពួកគេគឺជាបាក់ពួកដូចគ្នាដែលជាអ្នកថ្មីគិតនាមនឹងភាពអាម៉ាស់របស់ពួកគេគឺដូចជាមួយដើមឡើយខ្ញុំកំពុងរងចាំការប្រយុទ្ធជំរុះដើម្បីបង្ហាញកាត់តែរបស់ខ្ញុំមើលទៅដូចជាខ្ញុំត្រូវប្រើវាឥឡូវជំនួសវិញ Lufeng បានសម្លឹងមើលបរិះនោះដោយកន្ទុយនេះហើយនៅកន្លែងថ្មីជុំវិញគាត់មើលគាត់ដោយក្តីសង្ឃឹមគាត់បានធ្វើការសំរិទ្ធចិត្តមួយសម្រាប់មនុស្សគ្រប់រូបចម្បាំងនេះគាត់ត្រូវឈ្នះ Lufeng បានខ្លាចជាពលឺដូចជាផ្កាយបាញ់និងបានចុះចតនៅក្នុងសង្វៀនឆ្ងាយហាល្អLufeng អ្នកមានអង្គអាចស្អីខំប្រឹងធ្វើខ្ញុំគ្រប់គ្រងអ្នកក្រុមម្ចាស់វិស័យនិងម្ចាស់ដែនទាំងអស់បានស្រែកយ៉ាងខ្លាំងដោយសង្ឃឹមថាការប្រយុទ្ធនេះនឹងមានភាពរំភើបនៅក្នុងដួងចិត្តរបស់ពួកគេបានចាត់ទុកគាត់ថាជាកម្រិតដូចពួកគេដែរពីព្រោះពួកគេអាចមើលឃើញយ៉ាងងាយស្រួលថាល្បឿនកែលម្អរបស់គាត់នៅទីបំផុតនឹងធ្វើឲ្យគាត់មានលទ្ធភាពខ្ពស់ក្នុងការចូលទៅក្នុងតំបន់រាតត្បាតនៅទីបំផុតនៅក្នុងសង្វៀន Lufeng និង Surgeon នៅចម្ងាយពី3គីឡូម៉ែត្ររដោយសម្លឹងមើលគ្នាទៅវិញទៅមកពួកគេអាចមើលឃើញគ្នាទៅវិញទៅមកយ៉ាងច្បាស់សូម្បីតែធ្នឹមបំផុសគំនិតនៅលើមុខគ្នាក៏អាចមើលឃើញដែរអ្នកមានសន្ទុះសម្លេងរបស់សាជីនគឺរឹងមាំនិងរឹងមាំធ្វើការផ្លាស់ទីរបស់អ្នក Lufeng បាននិយាយថានៅពេលដែលសាជីនដែលនៅឆ្ងាយបានលើរឿងនេះគាត់បានញឹមព្រាមថាអ្នកប្រកាសជាអ្នកដ៏ក្រអឺតក្រទមមួយទោះបីជាយ៉ាងណាក៏ដោយខ្ញុំនឹងឲ្យអ្នកភ្ញាក់ពីដំណេកហើយយានពុកងឹតបានលេចឡើងនៅខាងក្រោមជើងរបស់ Lufeng ដំណើរគ្នានេះដើរវែងមាសងឹតនៅលើខ្នងរបស់គាត់បានបាញ់ចេញពីភ្លើងនេះចំនួន10លានដបងមាសតូចដែលបានបាញ់នៅគ្រប់ទិសដោយការឆ្លាក់បានលាតត្រង់តាមខ្សែស្រឡាយមាសរាប់ម៉ឺនខ្សែស្រឡាយរាប់មិនអស់ដែលភ្ជាប់ជាមួយដីនិងផ្ទៃមេឃដែលបានបង្កើតព្រាមនៅតំបន់100គីឡូម៉ែត្រលំហមានទំហំធំរាប់មិនអស់ថាមពលទេត្រូវបានកែច្នៃឡើងវិញពិភពដើមហាគួរឲ្យចាប់អារម្មណ៍ណាស់គួរឲ្យចាប់អារម្មណ៍ខ្លះSurgeon ចូលក្នុងសង្វៀនគាត់បានលើកក្បាលរបស់គាត់ហើយសោយអណ្ដាតភ្លើងក្រហមដំណើរគ្នាបានបាញ់ចេញពីជុំវិញគាត់អណ្ដាតភ្លើងឆេះបានគ្របដណ្ដប់លើរាងកាយរបស់គាត់ក្នុងពេលតែមួយវាបានប៉ះទង្គិចគ្នាហើយបានបិទថាមពលដើរគាត់ដូចជាពេលអណ្ដាតភ្លើងជាដែនភ្លើងដ៏មានឥទ្ធិពលមួយវាជាការច្រឡំមិនអាចទ្រាំបានហើយអាចទប់ស្កាត់សម្ពាធរបស់ពិភពដើររបស់ខ្ញុំបាន Lufeng បានគិតថានឹងយានពុកងឹតបានអណ្ដាតនៅពាក់កណ្ដាលខ្យល់ដំណើរគ្នាដែលបង្កើតថាមពលដើរមាសដែរមិនអាចប្រៀបផ្ទឹមបានដើរមាសងឹតដែលងឹតត្រូវបានបង្កើតឡើងទៅ Lufeng បានចង្អុលទៅមុខស៊ីយូថាមពលដើរមាសងឹតបានចាក់ទៅមុខព្រាមកាកាសាជីនបានពាក់គ្រឿងសឹកខ្មៅនៅគ្រប់ទីនោះនៅពេលនេះដៃធំបានលេចឡើងនៅលើដៃរបស់គាត់វាត្រូវបានធ្វើឡើងដោយលោហៈខ្មៅទាំងស្រុងសន្លាក់នៃតំបន់ម្រាមដៃគឺមុតដូចជាកាំបិត Surgeon ប្រឆាំងនឹងថាមពលដើមមាសដ៏ខ្មៅងឹតយ៉ាងឆាប់រហ័សដើរទៅមុខយ៉ាងខ្លាំងក្រចករបស់គាត់ដូចជាព្រួញដៃទេនិងសាច់ដុំកាសរបស់គាត់បានរង្គោះរង្គើបន្តិចដោយសារជាក់ស្ដែងគាត់បានចាក់ថាមពលទាំងអស់របស់គាត់ចូលទៅក្នុងការដើរមួយនោះទោះជាយ៉ាងណាក៏ដោយការដើរដ៏សាមញ្ញមួយទោះជាយកអាំងណាក៏ដោយថាមពលនេះគឺផ្ទុកប្រសិនបើគាត់ទៅកាន់អាសនៈមតៈ Surgeon យ៉ាងហោចណាស់អាចឈានដល់កម្លាំងផ្ទុករបស់គាត់90ដងធេងថាមពលដើមមាសងឹតបានបែកខ្ញែកហើយសាជីនបានថយក្រោយយ៉ាងធ្ងន់ធ្ងរស្បែកជើងធ្ងន់របស់គាត់ដែលបក់បោកនៅលើសង្វៀនបានបណ្ដាលឲ្យកំទេចកំទីជាច្រើនមិនរាប់មិនអស់ហើយទស្សនវិជ្ជានេះធ្វើឲ្យការផ្លាស់ប្ដូរការបញ្ចេញមតិរបស់ Lufeng គាត់បានបិទវាដូចនឹងគាត់ពិតជាអាចធ្វើឲ្យខ្ញុំថយក្រោយ Surgeon បានសម្លឹងឃើញ Lufeng ហើយបង្ខំឲ្យខ្ញុំថា Nenshin Armament ពិតជាអាវុធមួយក្នុងចំណោមអាវុធទាំង9ដែលព្រះបានប្រព្រឹត្តទៅ Surgeon បានវាយហើយគាត់បានប្រញាប់ប្រញាល់ទៅខាងមុខ Lufeng បានដកខ្លួនចេញយ៉ាងឆាប់រហ័សលឿនណាស់ក្រោមសម្ពាធរបស់ពិភពលោកដើរល្បឿនព្រាមរបស់គាត់នៅតែលឿនណាស់ Lufeng បានចូលនៅលើយានពុកងឹតហើយបានគេព្រាមខ្លាំងនោះរូបភាពជាង10000បានលេចឡើងនៅក្នុងលំហជុំវិញគាត់រូបភាពរាប់មិនអស់ទាំងនេះបានបង្ហាញចលនា10000ខ្សែរង្កិលខ្សែក្រវ៉ាត់កម្រិតទី4ចលនា10000ខ្សែបន្ទាប់ពីបានយល់ដឹងពីភាពអស្ចារ្យលើកទី36និងតាមរយៈសៀវភៅណែនាំទី3នៃចន្លោះពេលវេលារួមជាមួយនឹងរូបភាពឈូសភ្លៀងបន្ទាប់ពីកន្លះឆ្នាំ Lufeng អាចបញ្ចេញចលនាខ្សែស្រឡាយ10000បានជាពិសេសជាមួយនឹងពិភពដើមនិងជំនួយរបស់វាកាន់តែងាយស្រួលជាងនេះជាធម្មតានៅពេលដែលគាត់ដោះរូបភាព36បីនោះគឺសម្រាប់ល្បឿនទោះជាយ៉ាងណាក៏ដោយចលនាខ្សែស្រឡាយចំនួន10000អាចធ្វើឲ្យរូបភាព10000រួមគ្នានឹងធ្វើការជាមួយគ្នាដោយធ្វើឲ្យគាត់ដូចជាខ្មោចដែលពិបាកការពារចលនាខ្សែ10000ខ្ញុំស្អប់បច្ចេកទេសបែបនេះដែលគ្រាន់តែជាការរត់គេចប៉ុណ្ណោះភ្នែករបស់សាចិនហាក់ដូចជាកំពុងចេះហាអ្នកត្រួតពិនិត្យនិងមិនប្រយុទ្ធយ៉ាងជិតស្និទ្ធជាមួយអ្នកប្រយុទ្ធទេកីឡាករ Lufeng ជាង10000នាក់បានសើចចំអកដំណើរគ្នានេះដែលក៏ខ្សែស្រឡាយមាសក៏បានកកនឹងបាញ់ទៅមុខម្ដងទៀតផងដែលស៊ីយូថាមពលដាច់មាសគឺដូចជាក្មេងលេងម្នាក់ហើយដើរជុំវិញសាចិនហើយមិនបានឡើងទៅលើគាត់ទេបាស្តាត Surgeon បានរិះគន់គាត់បានដោះដៃរបស់គាត់ទៅលើដៃហើយពុះពៀនៅពេលដែលគាត់កាន់ដៃយ៉ាងតឹងរឹងម្ដងទៀតរូបភាព7យ៉ាង7 Surgeon ហើយម្នាក់សុទ្ធតែបានប្រើបច្ចេកទេសកាំបិតមួយចំនួនពីឆ្វេងទៅស្ដាំរាល់ដៃរបស់ពួកគេបានភ្លឺកាន់តែភ្លឺនិងភ្លឺជាងមុនជាពិសេសរូបភាពទី7ពន្លឺក្រហមងឹតក្រាស់យ៉ាងហោចណាស់30សង់ទីម៉ែត្រធ្វើឲ្យកាំបិតមើលទៅដូចជាកាំបិតធំ Surgeon បានដើរកាំបិតចូលទៅក្នុងអាកាសពាក់កណ្ដាលអាកាសដីនិងផ្ទៃមេឃបានរង្គោះរង្គើដោយរលំហើយពាក់កណ្ដាលនៃពិភពដើរបានដួលរលំមានតែតំបន់ជុំវិញ Lufeng ប៉ុណ្ណោះដែលត្រូវបានថែទាំការបញ្ចេញមតិរបស់ Lufeng បានផ្លាស់ប្ដូរថានេះជា9 Fist
ការវិវត្តរុនខ្មៅគឺប្រៀបធៀបទៅនឹងលំហពេលវេលាពួកគេត្រូវបានគេចាត់ទុកថាជាសិភៅណែនាំកម្រិតដូចគ្នាដែលរយៈណាមួយឈានដល់កម្រិតខ្ពស់ក្នុងចំណោមសិភៅទាំងពីរនេះពួកគេអាចក្លាយជាអ្នកដឹកនាំប្រទេសសកលលោកលូហ្វេងធ្លាប់លើកថានៅពេលដែលការវិវត្តនៃប្រហោងខ្មៅត្រូវបានបង្ហាត់បង្រៀនដល់កម្ពុជារបស់វាមិនថាវាជាកាំបិតឬដាវនោះទេរាល់គំនិតអាចផលិតប្រហោងខ្មៅបានប្រហោងខ្មៅនេះពិតជាគួរឲ្យខ្លាចណាស់វាមិនមែនជារុនពិតទេប៉ុន្តែសាកសព Celestial មួយដែលបង្កើតឡើងពីការដួលរលំរាប់មិនអស់នឹងការកប់ចូលទៅក្នុងរាងកាយមួយតាក់ទងនឹងដងស៊ីតេកាយវាយមនុស្សគឺខ្ពស់ណាស់ប៉ុន្តែកាយសង្ស័យគឺគួរឲ្យខ្លាចជាងនេះទោះជាយ៉ាងណាក៏ដោយគ្មានអ្វីអាចប្រៀបធៀបទៅនឹងរុនខ្មៅបានឡើយរុនខ្មៅគឺជាអង្គភាពតូចមួយប៉ុន្តែមានផ្ទុកដងស៊ីតេរបស់វាគឺកាន់តែគួរឲ្យខ្លាចជាងភព10កម្លាំងនិងទំនាញផែនដីរបស់វាគឺមិនទំនងទេទំនាញហើយកាត់ចន្លោះនិយាយឲ្យបានត្រឹមត្រូវរុនខ្មៅគឺរវាងសកលលោករាជបាតនិងលំហដ៏ស្មុគស្មាញនៃអារម្មណ៍លំហដោយសារតែដងស៊ីតេខ្ពស់ម៉ាស់និងទំនាញផែនដីសូម្បីតែលំហឱកាសក៏មិនអាចប៉ះពាល់ដល់វាដែរដូច្នេះវាហាក់ដូចជាផ្ទាំងថ្មដែលមានរឹសនិងមិនរំខានវាបានលេបពន្លឺនិវិតកាយនិងភពទាំងអស់ចូលទៅក្នុងខ្លួនវាសូម្បីតែមីងធំបើគេលុកចូលក៏ស្លាប់ដែរកណ្ដាប់ដៃទាំង9គឺជាការផ្លាស់ប្ដូរចុងក្រោយមួយក្នុងសិភៅណែនាំនៃការវិវត្តប្រហោងខ្មៅហើយគេឈ្មោះរបស់វាត្រូវបានគេស្គាល់យ៉ាងច្បាស់ជំពូកទី554ល្បែងស៊ីសងនៅពេលនេះមានរូបពីរកំពុងដើរនៅក្នុងលំហពីលើប្រពកដែលជាកន្លែងតំបន់ចាប់ផ្ដើមដាច់ខាតស្ថិតនៅក្នុងភ្នំយូសៀងភ្នំយូផ្សេងជាកន្លែងដែលភាពប៉ិនប្រសប់ស្នូលរបស់ក្រុមហ៊ុនសកលនិមិត្តបានប្រមូលផ្ដុំគ្នាកោះរន្ទះគឺជាកន្លែងដែលអមតៈរបស់ក្រុមហ៊ុនសកលនិមិត្តនិងអ្នកចម្បាំងទាំងស្រុងបានប្រមូលផ្ដុំគ្នាមានន័យថាភ្នំយូសៀងនិងកោះរន្ទះដែលជាកន្លែងដែលគេស្ថិតនៅការពិតគឺទីស្នាក់ការចំនួនអ្នកចម្បាំងដែលបានប្រមូលផ្ដុំគឺច្រើនជាងការពិតនៅក្រោមកាលៈទេសៈធម្មតាលូហ្វេងនិងអ្នកផ្សេងទៀតមិនមានវិធីហោះហើរនោះទេពួកគេមិនអាចហោះចេញពីភ្នំយូសៀងទៅកាន់កោះរន្ទះបានទេគេក៏មិនអាចហោះឆ្ងាយៗពីភ្នំយូសៀងដែលដូចជារបាំងមើលមិនឃើញដែលគ្របដណ្ដប់លើតំបន់ទាំងមូលដែរទស្សនវិជ្ជាដូចគ្នាកោះរន្ទះដែលជាកន្លែងប្រមូលផ្ដុំសម្រាប់អង្គតរាប់មិនអស់នឹងការកាន់តែរឹងមាំក៏មានរបាំងដែលគ្មានទម្រង់ផងដែរអ្នកដែលនៅឆ្ងាយពេកពីកោះគោលាន់យ៉ាងនេះក្តីដើម្បីអាចចាក់ចេញពីកោះយូសៀងនិងកោះរន្ទះហើយហោះហើរនៅក្នុងលំហនេះខាងលើនេះប្រកាសជាអ្នកមានឥទ្ធិពលពិតប្រាកដមានមនុស្សពីរនាក់កំពុងដើរយឺតៗនៅក្នុងលំហម្នាក់ក្នុងចំណោមនោះមានកម្ពស់ជិត8ម៉ែត្រហើយស្លៀកពាក់គ្រឿងសឹកប្រាក់ដប់ដោយអបដៃនិងចំពោះមុខរបស់គាត់វាមានពណ៌ក្រហមងឹតហើយមានគ្រីស្តាល់រំបុះដែលបង្កប់រវាងភ្នែករបស់គាត់ក៏មានកន្ទុយរឹងក្រាស់ហើយភ្នែកជ្រៅរបស់គាត់មើលទៅស្ទើរតែដូចជាផ្កាយឆេះពីរូបរាងមួយមនុស្សម្នាក់អាចប្រាប់ថានេះគឺជាមនុស្សប្រណាំងអណ្ដាតភ្លើងហើយមួយទៀតមានកម្ពស់ត្រឹមតែ2ម៉ែត្រស្បែកនិងស្លៀកពាក់ប្រដាប់អាវុធខ្មៅដល់ពិសេសមួយហើយនៅលើនោះគឺជាការឆ្លាក់ប្រាក់រាប់មិនអស់នៅកណ្ដាលថ្ងាសៗគាត់មានភ្នែកទី3ភ្នែកបញ្ឈរភ្នែកនោះហាក់ដូចជាកន្លែងមួយដែលដើមនេះត្រូវបានប្រមូលផ្ដុំដល់នៅអារម្មណ៍ហាក់ដូចជាការសម្លឹងមើលរបស់គាត់គឺដូចជាកាំបិតបាញ់ចេញហាហាអណ្ដាតភ្លើងមើលរូបខាងក្រោមមួយក្នុងចំណោមពីរពូខាងក្រោមនេះជាកូនចៅរបស់អ្នកបុរសភ្នែក3នាក់បានសម្លឹងមើលខាងក្រោម10000គីឡូម៉ែត្រលោកបានឃើញយ៉ាងច្បាស់ថាអ្នកទាំងពីរបានត្រៀមប្រយុទ្ធគ្នាអណ្ដាតភ្លើងប្រណាំងអណ្ដាតភ្លើងពីបុរាណមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលស័ក្តិសមនឹងឈ្មោះអណ្ដាតភ្លើងដែលជាមនុស្សប្រណាំងអណ្ដាតភ្លើងទី1ដែលកើតនៅក្នុងសកលលោកដ៏ធំទូលាយគាត់គឺជាអ្នកដំបងបន្ទាប់ពីបានប្រកួតជាមួយការប្រកួតផ្សេងទៀតអស់រយៈពេលជាច្រើនឆ្នាំការប្រកួតត្រូវបានបង្កើតឡើងគាត់គឺជាប្រធានបុព្វការីតែមួយគត់របស់ក្រុមនេះអស់រយៈពេលជាមួយត្រីលានឆ្នាំហើយក៏ជាមេដឹកនាំប្រទេសសកលលោកគ្រីស្ដាល់អណ្ដាតភ្លើងផងដែរគាត់ហៅថា Surgeon គាត់ជាមនុស្សឆ្លាតពីផ្នែកងារភ្លើង Flame បានសម្លឹងមើលខាងក្រោមហើយខ្ញុំអណ្ដាតភ្លើងតើអ្នកគិតថាអ្នកណានឹងឈ្នះបុរសភ្នែក3បានសើចពិតណាស់សាជីនម្ដាយអណ្ដាតភ្លើងសើចដោយទំនុកចិត្តបន្ទាប់មកគាត់បានសម្លឹងមើលបុរសភ្នែក3នៅក្បែរនោះហើយនិយាយថាហេតុអ្វីបានជាម៉ែងអ្នកមិនយល់ស្របទេបុរស3នាក់ដែលសម្លឹងខ្ញុំថាខ្ញុំខ្លាចថាគូប្រកួតរបស់គាត់ឈ្នះបើខ្ញុំឈ្នះអ្នកត្រូវតែផ្ដល់ឲ្យខ្ញុំនៅកាំបិតរបស់អ្នកនោះចុះយកយ៉ាងម៉េចដែរសុបិនឃើញម្ដាយអណ្ដាតភ្លើងបានសម្លឹងមើលល្អណាស់មិនមែនអ្នកឈួតទេប៉ុន្តែប្រសិនបើខ្ញុំឈ្នះអ្នកនឹងត្រូវផ្ដល់ឲ្យខ្ញុំនៅក្នុងពិភពស្នេហ៍មាសនោះជំនួសវិញចុះយ៉ាងណាវិញចំពោះរឿងនោះបុរសភ្នែក3បាននិយាយអណ្ដាតភ្លើងម្ដាយសម្លឹងមើលហើយខ្ញុំថាស្អីក៏ល្អដែរប៉ុន្តែបើខ្ញុំឈ្នះជំនួសវិញអ្នកនឹងត្រូវឲ្យខ្ញុំនៅកែវពណ៌ស្វាយរន្ទះអូខេបុរសភ្នែក3បានឆ្លើយហាហាបន្ទាប់មកត្រៀមខ្លួនរួចជាស្រេចដើម្បីឲ្យកែវដ៏ស័ក្តិសមនោះជូនខ្ញុំម្ដាយអណ្ដាតភ្លើងបាននិយាយអ្នកត្រៀមខ្លួនជាស្រេចដើម្បីឲ្យថ្មនោះផងដែរសត្វស្នែងមាសអាចប្រមូលបានគ្រប់គ្រាន់ដើម្បីធ្វើថ្មបែបនេះក្នុងជីវិតរបស់វាជាមួយនោះសម្ភារៈសំខាន់របស់ពួកសិស្សខ្ញុំនឹងទទួលបានបុរសភ្នែក3នាក់ញឹមពួកគេទាំងពីរនាក់បានញញឹមខណៈដែលកំពុងសម្លឹងមើលខាងក្រោមកែវរន្ទះពណ៌ស្វាយនិងថ្មពិភពស្នែងមាសទាំងនោះគឺជាវត្ថុអត្ថកម្បាំងដែលបានបង្កើតឡើងនៅក្នុងសកលលោកថ្មស្នែងមាសមានតែសត្វខ្លាឃ្មុំ12ក្បាលប៉ុណ្ណោះដែលសត្វស្នែងមាសអាចផលិតបានហើយវាអាចផលិតបានតែមួយក្នុងជីវិតទាំងមូលរបស់វាប៉ុណ្ណោះដោយសារចំនួនសត្វមានកម្រិតទាបខ្លាំងនៅក្នុងសកលលោកថ្មនេះកម្រនិងមានតម្លៃខ្លាំងណាស់ចំពោះកែវរន្ទះពណ៌ស្វាយនៅក្នុងសកលលោកមានតែទីសក្ការៈបូជាគោលន់ដ៏គួរឲ្យខ្លាចរបស់តំបន់កំហុសប៉ុណ្ណោះដែលបានផលិតវាទីសក្ការៈបូជាគោលន់នេះរាប់មិនអស់កាលពីប្រមាណឆ្នាំមុនមានសត្វដ៏ពិសេសមួយដែលរស់នៅក្នុងនោះសូម្បីតែក្រុមនោះមិនទាន់បានស្វែងរកតំបន់សម្ងាត់ទាំងស្រុងនៅឡើយទេក្រោយមកក្រុមនោះត្រូវបានបំផ្លាញដោយការប្រកួតស្វ័យប្រវត្តិបន្ទាប់មកទីសក្ការៈបូជាគោបានក្លាយជាតំបន់សម្ងាត់មួយដែលមានចំណាប់អារម្មណ៍យ៉ាងខ្លាំងដែលបណ្ដាលឲ្យមានការប្រកួតរាប់ពាន់លាននៅក្នុងសកលលោកដ៏ធំធេងដើម្បីឈានទៅមុខនឹងស្វែងរកវាមីងរបស់មនុស្សក៏បានចុះទៅដែរកែវគោគឺជាសម្ភារៈសំខាន់និងមានតម្លៃជាងនេះហេចលនា10000ខ្សែស្រឡាយបុរសភ្នែក3បានមកល្បាហើយញឹមហាហាកណ្ដាប់ដៃទាំង9គាត់ត្រូវឈ្នះអណ្ដាតភ្លើងម្ដាយក៏ញឹមដែរពួកគេទាំងពីរនាក់បានបន្តសម្លឹងមើលខាងក្រោមតំបន់ចាប់ផ្ដើមដាច់ខាតភ្នំយឺផ្សេងនៅក្នុងសង្វៀននោះការប្រយុទ្ធរបស់លូហ្វេងនិងសឺជិនបានឈានដល់កម្រិតកាច់បំផុតរួចទៅហើយការដើរមួយរបស់សាជីនព្រាមបានបណ្ដាលឲ្យកន្លែងជុំវិញនោះដួលរលំភ្នែករបស់គាត់បានសម្លឹងត្រង់នៅលូហ្វេងថាពួកអ្នកត្រូវចាញ់ល្បឿនរបស់សាជីនបានទុះហើយចលនារបស់គាត់បានក្លាយជារឿងចម្លែកនិងពិបាកព្យាករណ៍វាហាក់ដូចជាភ្លាមនោះមានការប្រញាប់ប្រញាល់របស់សាជីនចំនួន2ប៉ុន្តែវាក៏មានអារម្មណ៍ថាមានតែមួយប៉ុណ្ណោះកណ្ដាប់ដៃទាំង9របស់គាត់បានបក់លំហរួចហើយស្នាប់នឹងរូបភាពរបស់គាត់ហាក់ដូចជាពិតចំពោះភ្នែកអាក្រាតការបញ្ចេញមតិរបស់លូហ្វេងបានផ្លាស់ប្ដូរជំហានលើយានពុកងឹតគាត់បានបញ្ចេញចលនាខ្សែស្រឡាយចំនួន9 10នឹងបានគេចចេញគាត់បានគ្រប់គ្រងពិភពដើមដំណើរគ្នាហើយនៅសល់តែពាក់កណ្ដាលនៃពិភពលោកប៉ុណ្ណោះគាត់បានខ្ចីធម្មពលរបស់ពិភពលោកដើរនឹងចាក់សោទៅលើគោលដៅរបស់គាត់អត់ប្រើទេសេជិនបានបន្លឺសំឡេងហើយបានទៅដល់ភ្លាមមុនពេលលូហ្វេងកាំបិតពណ៌ក្រហមដែលក្រាស់កម្រាស់30សង់ទីម៉ែត្រនោះគឺដូចជាដុំក្រហមងឹតពីរមានអណ្ដាតភ្លើងនៅជុំវិញអណ្ដាតភ្លើងវាលឿនដូចជាផ្លេកបន្ទោលដែលបន្សល់ទុកនៅអណ្ដាតភ្លើងនិងបុកសាកសពរបស់លូហ្វេងជីលូហ្វេងបានក្លាយជាមនុស្សព្រិលនិងបែកខ្ញែកលឿនណាស់នៅចម្ងាយពី3គីឡូម៉ែត្រលូហ្វេងបានសម្លឹងមើលសាជីននៅលើយានពលពុកងឹតជាថ្មីម្ដងទៀតខ្សែស្រឡាយនៃធម្មពលដើមមាសដែលបានកប់បានលេចឡើងនៅចំពោះមុខគាត់ទៅធម្មពលដើមមាសងឹតបានហែកកាត់លំហឆ្ពោះទៅមុខលូហ្វេងមិនបានគ្រប់គ្រងធម្មពលដើមដើម្បីគូបគងកម្លាំងជាមួយកម្លាំងទេប៉ុន្តែផ្ទុយទៅវិញគាត់បានប្រើវាដើម្បីវាប្រហារពីមុំចម្លែកដែលប៉ះពាល់ដល់ល្បឿនរបស់សាជីនមានការខកចិត្តដោយសារគាត់ជាប់ដោយមានសម្លេងអណ្ដាតភ្លើងនៅជុំវិញគាត់បានផ្ទុកនឹងពន្លឺពណ៌ក្រហមងឹតដំណើរគ្នាដែលបង្កើតឡើងជុំវិញឆ្អឹងនិងស្បែករបស់គាត់នៅគ្រប់ទីនោះគាត់ស្រដៀងនឹងមនុស្សម្នាក់ដែលពាក់គ្រឿងសឹកពន្លឺមាសងឹតដំណើរគ្នាកាំបិតស្ដាំរបស់គាត់បានក្លាយជាព្រិលវាលឿនណាស់ដោយសារវាបានគោះទល់នឹងធម្មពលដើមជឿនលឿនជាងមុន
ការបញ្ចេញមតិរបស់លោក Feng ដែលនៅឆ្ងាយបានផ្លាស់ប្ដូរខ្ញុំបានត្រៀមខ្លួនប្រើរឿងនេះទល់នឹងគីឡូផ្ទុះជាយ៉ាងណាថ្ងៃនេះខ្ញុំនឹងអនុញ្ញាតឲ្យអ្នកសាកល្បងវាល្បឿនរបស់សាជីនបានផ្ទុះហើយគាត់បានប្រញាប់ប្រញាល់ឆ្ពោះទៅលោក Feng ចលនារបស់គាត់គឺលឿនដូចជាភ្លេចបន្ទោលោក Feng បាននឿយហត់ពីការគេចខ្លួនវាមានហានិភ័យអណ្ដាតភ្លើងប្រហោងខ្មៅកណ្ដាប់ដៃទាំង9 Surgeon នេះពិតជាបានបញ្ចប់កម្រិតមួយមែនទេប្រភេទបានរូបនីណានកៅសង្វៀនបានផ្លាស់ប្ដូរការបញ្ចេញមតិរបស់គាត់ថាវានឹងពិបាកណាស់សម្រាប់ខ្ញុំក្នុងការយកឈ្នះគាត់អណ្ដាតភ្លើងកណ្ដាប់ដៃទាំង9គឺជាបច្ចេកទេសមួយក្នុងចំណោមបច្ចេកទេសផ្សេងទៀតនៅក្នុងការវិវត្តរន្ធខ្មៅតាក់ទងនឹងអំណាចកណ្ដាប់ដៃទាំង9គឺខ្លាំងជាងនេះអណ្ដាតភ្លើង9សាកសពដែលធ្លាប់បានបញ្ចប់រួចខ្លួនប្រាណមួយនឹងមានប្រដាប់សឹកដូចស្រទាប់ដោយឡែកវាមិនមែនតែសម្រាប់ការពារទេវានឹងពង្រីកល្បឿននឹងការវាយប្រហាររបស់ទាហានផងដែរវាជាបច្ចេកទេសដ៏មានឥទ្ធិពលខ្លាំងណាស់ទោះជាយ៉ាងណាក៏ដោយការចាប់ផ្ដើមនេះគឺពិបាកណាស់ថាសាជីនមកពីការប្រកួតអណ្ដាតភ្លើងម្ដាយដូច្នេះគាត់សមនឹងរឿងនេះតាមធម្មជាតិដោយមានទេពកោសល្យខ្ពស់និងគ្រូបង្រៀនល្អបន្ទាប់ពីការហ្វឹកហាត់យ៉ាងលំបាកអស់រាប់ពាន់ឆ្នាំទីបំផុតគាត់មានការរីកចម្រើនខ្លះលោក Feng កំពុងជួបបញ្ហាឥឡូវនេះការបញ្ចេញមតិរបស់លោករងជនបានផ្លាស់ប្ដូរក្បាលនិងកំពុងតែរំកិលលឿនពេកបូកាបានសម្លឹងមើលយ៉ាងទូលទូលាយផងដែរក្រុមថ្មីហើយកម្រិតសកលលោកជាន់ខ្ពស់រួមទាំងម្ចាស់វិស័យនិងម្ចាស់ដែនទាំងអស់មានការភ្ញាក់ផ្អើលមិនត្រឹមតែអំណាចប៉ុណ្ណោះទេតែថែមទាំងមានកម្រិតឆ្លៀសវៃសាជីននេះអាចត្រូវបានពិចារណាក្នុងចំណោមអ្នកកណ្ដាលនិងកម្ពុជាសូម្បីតែក្នុងចំណោមទេពកោសល្យកម្រិតដែនក៏ដោយលោក Feng នេះហៀបនឹងចាញ់គ្មានភាពអាម៉ាស់ក្នុងការចាញ់នេះទេគាត់ត្រូវបានគេយកឈ្នះលោក Feng ពិតជាត្រូវបានគេយកឈ្នះលោក Sejen ដែលបានបញ្ចេញអណ្ដាតភ្លើងកណ្ដាប់ដៃទាំង9គឺជារូបចម្លែកមួយដែលបានកើតឡើងក្រោយមកល្បឿន Fish របស់គាត់អាចបន្តល្បឿនថាំពលទេរួចទៅហើយចលនារាងកាយរបស់គាត់អាចតាមដានលោក Feng នៅលើយានពលពកងឹតបន្ទាប់ពីការតអង្គពីលើក្នុងអំឡុងពេល3កាំបិតរបស់គាត់បានវាយលោក Feng ខែ6ហ្គេមត្រូវបានគូសចេញហើយលោក Feng បានធ្លាក់យ៉ាងខ្លាំងនៅលើទីលានសង្វៀនដែលបន្សល់ទុកនៅរណ្ដៅភ្នំភ្លើងនៅលើផ្ទៃឯងពិតជាមិនស្លាប់ទេការប្រើប្រាស់ខែរបស់អ្នកគឺល្អដូចអ្នកប្រយុទ្ធខ្លាំងដែរសេជិនខ្ញុំថាទោះជាយ៉ាងណាក៏គ្មានប្រយោជន៍ដែរអ្នកប្រយុទ្ធខ្លាំងខែនឹងដាល់ទាំងនេះគឺជាអ្វីដែលត្រកូលម៉ូសាបានហ្វឹកហាត់ក្នុងបច្ចេកទេស Illusion អស់រយៈពេលជាច្រើនឆ្នាំមកហើយវាបានប្រើដាវយ៉ាងល្អតាមធម្មជាតិការការពារខែគឺខ្លាំងដូចគ្នាសាជិនបានប្រញាប់ប្រញាល់ម្ដងទៀតលោក Feng ដែលនៅលើដីមើលយ៉ាងសាហាវសម្លឹងឃើញសេជិនគាត់ស្រែកថាទៅស្លាប់ហើយវិញពិភពដាវបានកើនឡើងយ៉ាងខ្លាំងនៅគ្រប់ទិសដែលហើយធម្មពលដាវមាសដែលបានប្រមូលផ្ដុំគ្នានៅចំពោះមុខគាត់សេជិននៅតែប្រញាប់ប្រញាល់ទៅដោយគ្មានការយកចិត្តទុកដាក់ប៉ុន្តែព្រាមនោះលោកបានបង្ហើបពីរូបរាងដ៏រន្ធត់សម្ពាធស្មារតីដ៏គួរឲ្យខ្លាចមួយបានចុះមកលើលោកដោយវាយកំទេចស្មារតីរបស់សាជីនកាត់ត្រាំមួយរបស់លោក Fengសម្ពាធស្មារតីសត្វស្នែងមាសគឺជាកម្រិតចៅហ្វាយដែន9រួចទៅហើយចៅហ្វាយដែននេះកម្រិត9សត្វគ្រាន់តែកម្លាំងស្មារតីបើប្រៀបធៀបទៅនឹងការបង្ខិតបង្ខំរបស់ម្ចាស់វិស័យមនុស្ស9ត្រឡប់មកវិញនៅពេលដែលលោក Feng ស្ថិតនៅក្នុងពិភពទន្លេឈាមចៅហ្វាយដែនដាក់សម្ពាធស្មារតីគឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យព្រលឹងរបស់តារាម្នាក់បានរង្គើភ្លាមដោយសម្លឹងមើលគាត់នឹងស្លាប់ហើយឥឡូវនេះសាជីនបានជួបប្រទះនឹងសម្ពាធកម្រិត3របស់ម្ចាស់វិស័យទោះបីជាសាជីនមានឈាមល្អនិងមានទេពកោសល្យខ្ពស់ក៏ដោយហើយមានការជួបប្រទះដ៏អស្ចារ្យជាច្រើនទាក់ទងនឹងកម្លាំងស្មារតីគាត់ស្ថិតនៅកម្រិតចៅហ្វាយដែនភាគច្រើនមួយឬពីរមានគម្លាតកម្រិតធំមួយទោះបីជាមិនស្លាប់ក៏ដោយក៏គាត់នៅតែត្រូវបានគេបោះចោលទៅក្នុងតុល្យភាពមួយរយៈដោយចាញ់ការតស៊ូទាំងអស់សមត្ថភាពនេះមានឥទ្ធិពលខ្លាំងណាស់ខណៈដែលកំពុងរុករកពិភពទន្លេឈាមលោក Feng បានប្រើប្រាស់រឿងនេះជាញឹកញាប់ទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់ព្យាយាមកម្រិតស្ពានស៊ូតាមពីគាត់មិនដែលប្រើវាតតែសោះព្រោះតែស្ពានខាងស៊ូគឺជាការសាកល្បងមួយនៃការយល់អំពីច្បាប់ការប្រើសម្ពាធស្មារតីនិងហាក់ដូចទៅនឹងការលួចបន្លំមួយចំនួនហើយលោក Feng ភ័យខ្លាចប្រព័ន្ធសកលនិមិត្តនិងកំពុងប្រុងប្រយ័ត្នភ្លាមដូច្នេះគាត់មិនដែលប្រើវាពីមុនមកនៅក្នុងស្ពានស៊ូឡើយទោះជាយ៉ាងណាក៏ដោយក្នុងអំឡុងពេលមួយទល់មួយគាត់នៅតែអាចប្រើបានសេជិនបានលំហែកាយភ្លាមហើយភ្នែករបស់គាត់គ្មានជីវិតធម្មពលដើមមាសដ៏ខ្មៅងឹតបានបាញ់ចំភ្នែកហើយចាក់ក្បាលពេលវាហូរកាត់ភ្នែករបស់គាត់ហាក់ដូចជាភ្លឺបន្តិចហាក់ដូចជាគាត់បានដឹងខ្លួនឡើងវិញយ៉ាងណាក៏ដោយយឺតពេកហើយសេជិនបានធ្លាក់លើកម្រាលឥដ្ឋដែលបុកចូលទៅក្នុងសង្វៀនវិលវិញលោក Feng ក្រោកឈរឡើងដើមមាសតូចៗរាប់មិនអស់នៅលើមេឃជុំវិញអ្វីទាំងអស់បានហោះត្រឡប់ទៅក្នុងដាវវែងមាសដ៏ងឹតវិញជ័យជំនះជំពូកទី555ការមកដល់ភ្នំយូស៊ីងបរោះពីរនាក់កំពុងសម្លឹងមើលដោយមានការបញ្ចេញមតិផ្សេងគ្នាហាអណ្ដាតភ្លើងអរគុណសម្រាប់អ្នកថ្មីពិភពលោកស្នេហ៍មាសទីបំផុតអាវុធរបស់សិស្សខ្ញុំមានសម្ភារៈរបស់វាបរោះ3នាក់ដែលសម្លឹងមើលញឹមដំណើរគ្នាសម្លឹងមើលការបញ្ចេញមតិរបស់គាត់លោក Feng នោះពិតជាឈ្នះមែនទេអណ្ដាតភ្លើងម្ដាយបានសម្លឹងមើលខាងក្រោមនិងកប់កំផ្លាស់បដូរប្រធានបទបរោះភ្នែក3នាក់ញឹមតើអ្នកកំពុងព្យាយាមគេចផុតពីរឿងនេះឬទេសម្រាប់ខ្ញុំប្រកាសជានឹងឲ្យអ្នកនៅថ្មអណ្ដាតភ្លើងម្ដាយមានអារម្មណ៍ថាគាត់បាត់បង់នេះមិនមែនជាលោហៈដែលបានឃើញជាទូទៅនៅក្នុងសកលលោកដូចជាសារៈសំខាន់នៃស្ពាន់អ៊ីព្រីតនោះទេទោះបីជាវាជាលោហធាតុថ្លៃខ្លាំងក៏ដោយប៉ុន្តែដោយសមត្ថភាពរបស់មេយន្តម៉ូហ៊ីវៀនបូនៅតែអាចទទួលបានចំនួនច្រើនល្មមក្នុងការសាងសង់នាវាមួយហើយថ្មពិភពលោកដែលមានស្នែងមាសសត្វស្នែងមាសមួយក្បាលអាចផលិតបានតែមួយប៉ុណ្ណោះបើសត្វងាប់មុនពេលនោះវាក៏មិនមានឱកាសផលិតថ្មដែលទោះបីជាមានថ្មទាំងអស់នៅក្នុងសកលលោកបានបន្ថែមជាមួយគ្នានាវាមួយមិនអាចសាងសង់បានទេបើប្រៀបធៀបទៅនឹងខ្លឹមសារស្ពាន់ដែលមានជាតិពុលវាដូចជាពេជ្រទុយនឹងដីខ្ញុំមិនអាចយល់ពីមូលហេតុដែលសម្ពាធស្មារតីរបស់ Feng នោះខ្លាំងណាស់ម្ដាយអណ្ដាតភ្លើងបាននិយាយគាត់កាត់មកដោយមានទំហំខួរក្បាលដ៏អស្ចារ្យឬក៏មានការជួបប្រទះអពុធហេតុមួយចំនួនដែរធ្វើឲ្យព្រលឹងគាត់វិវត្តទៅមុខបរោះភ្នែក3ញឹមយ៉ាងណាក៏ដោយក្នុងសកលលោកដ៏ធំទូលាយមានអាចកំបាំងជាច្រើននិងមានអ្វីជាច្រើនដែលយើងមិនទាន់ដឹងការជួបប្រទះអ្វីមួយដែលវិវត្តព្រលឹងនិងកម្លាំងស្មារតីរបស់មនុស្សម្នាក់ទោះបីជាវាកម្រក៏នៅមានរឿងបែបនេះនៅឡើយដែរអណ្ដាតភ្លើងម្ដាយញ័រក្បាលសម្លឹងមើលបរោះភ្នែក3រូបនោះថាអ្នករកបានបន្តិចហាកុំបន្ទោសខ្ញុំទេបន្ទោសភាពប៉ិនប្រសពតិចតួចនោះពីក្រុមរបស់អ្នកកម្លាំងចិត្តរបស់លោកគឺមធ្យមណាស់បើគាត់ខ្លាំងគ្រប់គ្រាន់គាត់នឹងអាចនៅដឹងខ្លួនបានបរោះភ្នែក3ញឹមអណ្ដាតភ្លើងម្ដាយមានការភ្ញាក់ផ្អើលញ័ររន្ធត់ណាស់ត្រង់បើមិនត្រង់ជាមធ្យមស្មារតីជាទាហានរាប់មិនអស់ចំណែកកម្លាំងតបត្រូវចាត់ទុកជាឧត្តមសេនីយ៍ពេលលោក Feng ប៉ុនប៉ងមហាសមុទ្រស្រមើស្រមៃកាត់កោះនីមួយៗគាត់នឹងមានអារម្មណ៍ថាមានសម្ពាធស្មារតីនៅកោះទី9សូម្បីតែចៅហ្វាយវិស័យជាច្រើនក៏មិនអាចឆ្លងកាត់វាបានដែរសម្ពាធស្មារតីរបស់កោះលេខ9មានភាពខ្លាំងជាងសូម្បីតែចៅហ្វាយវិស័យហើយនៅពេលដែលលោក Feng បានប៉ុនប៉ងធ្វើវាពីមុនស្មារតីរបស់គាត់គឺនៅកម្រិតកម្ពស់របស់ម្ចាស់ដែនតែប៉ុណ្ណោះគម្លាតកម្រិតទាំងមូលគាត់បានដោះស្រាយយ៉ាងខ្លាំងរក្សាភាពស្ងប់ស្ងាត់របស់គាត់ហើយឆ្លងកាត់វាហើយនៅពេលដែលគាត់បានទៅដល់កោះទី10ដោយសារនោះគឺជាសម្ពាធមួយទៅលើកម្រិតនៃការមិនសមរម្យវាបានធ្វើឲ្យស្មារតីរបស់គាត់ខូចខាតទាំងស្រុងដូច្នេះគាត់បានបរាជ័យនៅកម្រិតនេះចៅហ្វាយវិស័យមួយដែលមិនចេះចប់មិនចេះហើយគឺជាការវិវត្តដ៏ធំមួយនៃព្រលឹងដូច្នេះសម្ពាធការឡើងពីកម្រិតសកលលោកទៅជាម្ចាស់ដែននិងម្ចាស់វិស័យមិនគួរខ្លាចនោះទេចៅហ្វាយវិស័យដើម្បីអមតៈមានការកើនឡើងយ៉ាងដាច់ខាតនៅសម្ពាធស្មារតីដូច្នេះនៅកោះលេខ10ដឹងខ្លួនរបស់លោក Feng ត្រូវបានបំផ្លាញចោលជាធម្មតាអំណាចរបស់លោក Feng គឺគួរឲ្យខ្លាចរួចទៅហើយស្មារតីរបស់គាត់គឺរឹងមាំមិនអាចប្រៀបផ្ទឹមបានដូចជាគ្រីស្តាដែលវាអាចទប់ទល់នឹងអ្វីក៏បាននៅពេលដែលតាក់ទងទៅនឹងការរក្សាស្មារតីលើកលែងតែវាមានភាពខុសគ្នាច្រើនពេកវានឹងបំបែកទាំងស្មារតីនិងមានភាពរឹងមាំឬវាគ្រាន់តែបំបែកប៉ុណ្ណោះមានតែលទ្ធផលពីរប៉ុណ្ណោះហើយអ្នកដែលគ្មានភាពរឹងមាំគ្រាន់តែស្រែកថានឹងធ្វើឲ្យពួកគេភ្ញាក់ផ្អើល
នេះគឺជារដ្ឋមួយដែលពួកគេបានដឹងខ្លួនពាក់កណ្ដាលនឹងទេថាសាជីនក្រោមការវាយប្រហារសម្ពាធស្មារតីរបស់លូហ្វេងត្រូវបានភ្ញាក់ផ្អើលភ្លាមប្រសិនបើស្មារតីរបស់គាត់រឹងមាំដូចលូហ្វេងគាត់នឹងមានអារម្មណ៍ដឹងបន្តិចប៉ុន្តែនៅតែអាចរក្សាស្មារតីរបស់គាត់បានតំបន់ចាប់ផ្ដើមដាច់ខាតតំបន់ខាងក្រោមសង្វៀនគឺនៅស្ងៀមមនុស្សជិត300នាក់បានប្រមូលផ្ដុំគ្នានៅទីនោះរួចទៅហើយនេះគឺប្រហែល1/4នៃសមាជិកនៅក្នុងតំបន់ទាំងមូលតើវាអាចធ្វើទៅបានយ៉ាងដូចម្ដេចគាត់ចាញ់សេជេនបានបញ្ចេញកណ្ដាប់ដៃ9និងអណ្ដាតភ្លើង9សាកសពតែគាត់នៅតែចាញ់តើមានអ្វីកើតឡើងនៅគ្រាចុងក្រោយនោះថាលូហ្វេងតើលោកប្រើការវាយប្រហារដោយវិញ្ញាណខ្លះឬទេក្រុមម្ចាស់វិស័យមានការភ្ញាក់ផ្អើលដោយសារពួកគេភាគច្រើនបានគិតថាសាជីននឹងឈ្នះទោះជាយ៉ាងណាក៏ដោយលទ្ធផលចុងក្រោយគឺជាការភ្ញាក់ផ្អើលមួយទោះបីជាមានសមត្ថភាពរបស់ពួកគេក៏ដោយពួកគេមិនអាចមើលឃើញនៅអ្វីដែលបានកើតឡើងជាក់ស្ដែងនោះទេយើងបានចាញ់ហើយសាជីនគាត់ចាញ់ហើយមនុស្សចាស់នៃកម្រិតសកលលោកទាំងអស់បានភ្ញាក់ផ្អើលទាំងស្រុងគេមើលទៅដូចជាថ្ងាសនៅយុវវ័យសក់ខ្មៅគេក៏មានភាពប៉ិនប្រសប់នៅក្នុងតំបន់ចាប់ផ្ដើមដាច់ខាតដែរពួកគេក៏ត្រូវបានរើសយកពីការប្រយុទ្ធដ៏ប៉ិនប្រសប់ដែលត្រូវបានជ្រើសរើសពីការប្រយុទ្ធដ៏ខ្លាំងក្លាហើយក្រុមចុងក្រោយបានចិញ្ចឹមបីបាច់ពីប្រទេសសកលលោកចំនួន1008តើនរណាមិនជាទេពកោសល្យហើយទាំងនេះជាទេពកោសល្យដែលធ្លាប់ហ្វឹកហាត់យូរណាស់មកហើយប៉ុន្តែសប្តាហ៍នេះប្រឆាំងនឹងក្រុមថ្មីដែលទើបតែបានចូលរួមជាមួយក្រុមហ៊ុនសកលនិមិត្តដែលមិនទាន់បានចូលរួមក្នុងការប្រកួតជម្រុះលើកដំបូងរបស់ពួកគេផងនីណេនមួយយីលីងនិងអាស៊ីដែលធ្លាប់ដួលមុនចូលក្បែរគោលប្រភេទនីណេនថាតើមានអ្វីកើតឡើងតើយើងអាចចាញ់ដោយរបៀបណានីណានបានសម្លឹងមើលលូហ្វេងនៅក្នុងសង្វៀនសាជីនថាពុកសំបីតែខ្ញុំគ្មានការធានាប្រឆាំងនឹងគាត់ក៏ដោយខ្ញុំគ្រាន់តែសង្ឃឹមថានឹងប្រថុយវាទាំងអស់នឹងចម្បាំងប៉ុណ្ណោះទោះបីជាយកអាំងណានៅគ្រាចុងក្រោយនោះគាត់នៅតែត្រូវបានបរាជ័យតើតែមានអ្វីកើតឡើងតើតែមានអ្វីកើតឡើងនីណានព្រួយបារម្ភនៅខាងក្នុងពីព្រោះលូហ្វេងនឹងជាឧបសគ្គរបស់គាត់នៅក្នុងការប្រយុទ្ធជម្រុះការបរាជ័យចុងក្រោយរបស់សើជិនខ្ញុំអាចនឹងជួបនឹងការបញ្ចប់ដូចគ្នានីណានបានកំពុងពិចារណាយ៉ាងលំបាកនៅគ្រាចុងក្រោយនោះតើមានអ្វីកើតឡើងលូហ្វេងបានកាន់ដាវវែងមាសដ៏ងឹតរបស់គាត់ហើយបានធ្វើដំណើរចុះពីសង្វៀនហាហាលូហ្វេងស្រស់ស្អាតណាស់វូកាលោតហើយត្រេកអរយ៉ាងខ្លាំងគួរឲ្យចាប់អារម្មណ៍លោករងជនញញឹមនឹងលើកដៃកែដៃលូហ្វេងសូចុងក្រោយរបស់អ្នកគឺកូអេនដេពិតជារំភើបខ្លាំងណាស់ឡនសឡតដ៏ស្រស់ស្អាតបានសើចហើយស្រែកផងដែរជីងម៉ូនិងគៀនស៊ូអ៊ីនិងប្អូនស្រីរបស់គាត់ក៏ស្រែកយ៉ាងរំភើបផងដែរស្នាមញញឹមដ៏ទន់ភ្លន់និងស្ងប់ចិត្តរបស់ឯឈិនក៏សុទ្ធតែញញឹមដែរហើយអូប៉ាតាឡាក៏សើចចំអកដល់ទីនោះយ៉ាងល្ងងខ្លះលូហ្វេងញញឹមហើយដើរទៅចំហៀងសង្វៀនហើយលោតចុះលូហ្វេងសូអាចឮពីក្រោយលូហ្វេងបាត់នៅចម្ងាយស្នូររអិលធ្លាក់ពីសង្វៀនគឺសើជិនការប្រណាំងអណ្ដាតភ្លើងម្ដាយដែលមានកម្ពស់ខ្ពស់និងរឹងរូសត្រូវបានពោពេញទៅដោយភាពអាម៉ាស់និងកំហឹងនៅពេលដែលស្មារតីរបស់គាត់ត្រឡប់ទៅកាន់ភាពជាក់ស្ដែងវិញភ្លាមគាត់បានលោតត្រឡប់ទៅកាន់សកលនិមិត្តវិញហើយបានហោះចេញពីភូមិរបស់គាត់តើមានអ្វីកើតឡើងពីមុនសេជិនបានសម្ដែងទៅលូហ្វេងគាត់មិនយល់ទេសម្រាប់នរណាម្នាក់ដែលស្ថិតនៅកម្រិតសកលលោកដូចគ្នា9តើភាពខុសគ្នានៃសម្ពាធស្មារតីអាចមានភាពខុសគ្នាយ៉ាងដូចម្ដេចកុំសួរខ្ញុំអាចនិយាយបានតែថាឆន្ទៈរបស់អ្នកខ្សោយពេកលូហ្វេងបានសម្លឹងមើលសេជិនហើយតាក់ទងផ្លូវចិត្តថាទៅហ្វឹកហាត់ឆន្ទៈរបស់អ្នកបានល្អស្ទើរឌីនឹងមានអំណាចទោះបីជាស្មារតីរបស់មនុស្សម្នាក់ត្រូវបានដាក់សម្ពាធដល់រយៈណាភាពខុសគ្នានេះមិនធំពេកក៏ដោយមនុស្សម្នាក់នៅតែអាចរក្សាស្មារតីបានសេជិនបានចង្អុលទៅលូហ្វេងដោយមិននិយាយខ្ញុំសង្ឃឹមថាលើកក្រោយដែលខ្ញុំឃើញអ្នកនឹងកាន់តែខ្លាំងឡើងបើមិនដូច្នោះទេរននៃតំបន់ចាប់ផ្ដើមដាច់ខាត់មិនមានកន្លែងរបស់អ្នកទេលូហ្វេងបានបញ្ចប់ហើយលោតចុះគាត់បានចុះចតនៅក្បែរវូកានិងរងជននិងពួកគេដែលនៅសល់សើចដូចដែលគាត់បាននិយាយថាចូលត្រឡប់ទៅវិញវូកាជីងម៉ូនិងគៀនស៊ូសុទ្ធតែមានទ្រព្យស្តុកស្ដំចំពោះលូហ្វេងនិងរងជននិងអ្នកដែលនៅសល់គឺកាន់តែអាក្រក់ទៅបន្ទាប់ពីក្រុមគ្រួសាររបស់ពួកគេមិនមានទ្រព្យសម្បត្តិច្រើននោះទេខ្ញុំមិនខ្វល់ថានរណាជាអ្នកព្យាបាលទេលូហ្វេងញឹមដរាបណាមានអ្វីបរិភោគរជនញឹមយកលុយគាត់យ៉ាងសាហាវវូកាស្រ័យក្រុមអ្នកថ្មីបានសើចហើយចាក់ចេញម្ចាស់វិស័យជាង200នាក់និងម្ចាស់ដែលនៅតែពិភាក្សានៅក្រោមសង្វៀននេះទោះបីជាពួកគេភ្ញាក់ផ្អើលក៏ដោយពួកគេបានត្រឡប់ទៅក្រុមរបស់ពួកគេវិញយឺតហើយចាក់ចេញទៅពិតណាស់ការប្រយុទ្ធនេះបានធ្វើពីពួកគេទាំងអស់គ្នាចងចាំយ៉ាងខ្លាំងនៅឈ្មោះលូហ្វេងខាងក្រោមសង្វៀនមានតែកម្រិតសកលលោកប៉ុណ្ណោះដែលថ្នាក់លើនៅតែបន្តសាជីនតើអ្នកអាចចាញ់បានយ៉ាងដូចម្ដេចតើមានអ្វីកើតឡើងមនុស្សជាច្រើនដែលនៅជិតសាជីនបានដើរលើសាជីននីណានក៏ដើរពីលើដែរសើជិនបានសម្លឹងមើលក្រុមនិងសម្លឹងមើលនីនានថានីនានអ្នកត្រូវប្រយ័ត្នផងដែរបើមិនដូច្នោះទេអ្នកនឹងចាញ់គាត់ផងដែរនៅក្នុងសមរភូមិជំរុំនេះបន្ទាប់ពីនោះសាជីនបានបែរទៅខាងឆ្វេងយុវជនប្រដាប់អាវុធប្រាក់ឈ្មោះនីនានបានសម្លឹងមើលក្នុងដ៏ធំរបស់សើជិនដែរជាការសោកស្ដាយរបស់គាត់ពិតជាមិនបានចែករំលែកអ្វីឡើយសេជិនប្រញាប់ប្រញាល់ចូលមេឃញឹមត្រជាក់នីណានតើអ្នកគិតថាខ្ញុំល្ងងមែនឬប្រាប់អ្នកថាការផ្លាស់ទីរបស់លូហ្វេងខ្ញុំមិនជួយអ្នកត្រៀមខ្លួននៅពេលនោះទេប្រសិនបើអ្នកទាំងអស់គ្នាចាញ់ខ្ញុំនឹងមានក្តីសង្ឃឹមកាន់តែខ្លាំងក្នុងការចូលទៅក្នុងតំបន់រាតត្បាតវាល្អណាស់ដែលខ្ញុំចាញ់ការប្រកួតនេះយ៉ាងហោចណាស់ខ្ញុំនឹងត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះហមមើលទៅដូចជាខ្ញុំត្រូវទៅលេងមហាសមុទ្រស្រមើស្រមៃជាញឹកញាប់ដើម្បីហ្វឹកហាត់ឆន្ទៈរបស់ខ្ញុំដោយមានអំណាចទន់ខ្សោយខ្ញុំនឹងមិនអាចទប់ទល់នឹងសម្ពាធស្មារតីនោះបានទេលោកសើជិនបានសម្រេចចិត្តការប្រយុទ្ធនេះបានរីករាលដាលយ៉ាងលឿនសូម្បីតែស្ដេចដែលមិនបានជំទាស់នៃកម្រិតសកលលោកដែលចាប់ផ្ដើមទាំងស្រុងក៏ដោយខេលូហ្វូនិងអ្នកគីមីយូហ្វេងដែលគួរឲ្យខ្លាចបានលើអំពីវាបន្ទាប់ពីនោះមន្ត្រីជាន់ខ្ពស់ជាច្រើនបានបន្តប្រជែងលូហ្វេងទោះជាយ៉ាងណាក៏ដោយគាត់មិនបានឆ្លើយតបទេព្រោះគាត់បានចាប់ផ្ដើមបេសកកម្មហ្វឹកហាត់របស់គាត់តាមផែនការនេះបន្ទាប់ពីបានឆ្លងកាត់កម្រិតទី7ដែលគាត់ត្រូវចាប់ផ្ដើមហ្វឹកហាត់ហើយតំបន់ចាប់ផ្ដើមដាច់ខាតភពប្រាសាទនេះគឺជាភពបុរាណនិងធំធេងនាវាស្វ័យប្រវត្តិដ៏ស្អប់ខ្ពើមមួយបានចូលទៅក្នុងបរិយាកាសនៃភពបន្ទាប់ពីនោះកប៉ាល់ Highlight បានរក្សាកប៉ាល់នោះនឹងហោះហើរ100គីឡូម៉ែត្រចុះចតនៅក្នុងព្រៃធំខាងក្រោមនេះមិនមែនជាអ្វីក្រៅពីលូហ្វេងទេពាក់កណ្ដាលខាងលើរបស់គាត់ត្រូវបានគ្របដណ្ដប់ដោយអាវុធក្រហមងឹតដែលជាគ្រឿងសឹកដែលធ្វើឡើងដោយវត្ថុទំពាំងបាយជូរតាក់ទំនងប្រកបខាងលើនេះគឺជាស្រទាប់មួយទៀតនៃពណ៌អាឡោដៃរបស់គាត់ត្រូវបានគ្របដណ្ដប់ដោយអ្នកយាមពណ៌សម្បូរពីអ្នកជើងរបស់គាត់ក៏មានគ្រឿងសឹកដូចគ្នាដែលបានបង្កើតឡើងពីអាលីភាពផ្លាស់ប្ដូរនិងការការពាររបស់វាគឺខ្ពស់ណាស់ឆ្មាំដៃរបស់គាត់ត្រូវបានបង្កប់ដោយអេក្រង់នៅខាងក្នុងហើយនៅលើវាពាក្យជាច្រើនត្រូវបានបង្ហាញវាគឺជាព័ត៌មានដែលតាក់ទងទៅនឹងបរិស្ថានរបស់គាត់បានកាន់ដាវវែងមាសងឹតនៅខាងក្រោយគាត់វាពិតជាមិនស្រណុកចិត្តណាស់នៅក្នុងពិភពទន្លេឈាមដែលមិនអាចប្រើអាវុធនិងបច្ចេកវិទ្យាជាច្រើនបានទោះជាយ៉ាងណានៅក្នុងពិភពកងនេះខ្ញុំអាចប្រើអ្វីក៏បានលូហ្វេងបានសម្លឹងមើលជុំវិញខ្លួនទោះជាកម្រិតគ្រោះថ្នាក់នៅទីនេះក៏ខ្ពស់ដែរទាហានកម្រិតសកលលោកលូហ្វេងបានមកដល់ភពកងនេះដូច្នេះលោកបានចាប់ផ្ដើមដំណើរបេសកកម្មហ្វឹកហាត់របស់លោក